Ok, hello ក៏ដូចជាជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូរបស់ខ្ញុំម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីរបៀបក្នុងការដំឡើង Ubuntu Server នៅក្នុង VirtualBox ដូចនេះដើម្បីអាចបានUbuntu Server ក៏អាចថាយក Ubuntu Server យកមកដំឡើងនៅក្នុង VirtualBox បានយើងត្រូវចូលទៅដំឡើងជា ISO file របស់ Ubuntu Server សិនហើយបន្ទាប់មកយើងនឹងធ្វើការ install ទៅលើ VirtualBox ជា software ដែលយើងនឹងត្រូវបង្កើតជា virtual machine របស់ Ubuntu server នៅក្នុងហ្នឹងអញ្ចឹងជាដំបូងយើងចូលមកកាន់ browser មកអញ្ចឹងគ្នាយើងប្រើ browser ណាក៏បានដែរតែខ្ញុំនេះប្រើ Brave អញ្ចឹងវាយពាក្យថា VirtualBox ទេអូខេនេះជា website ដែលយើងត្រូវទាញ VirtualBox មួយហ្នឹងយើងចូលមកកាន់ website ហ្នឹងហើយយើងធ្វើការចុចកន្លែងពាក្យថា download ហើយកន្លែងនេះវានឹងបង្ហាញជា platform ឬក៏ package របស់VirtualBox ហ្នឹងដែលវាមានច្រើនប្រភេទសម្រាប់ឲ្យ OS ផ្សេងៗទៀតតម្លើងបានអញ្ចឹងទៅលើករណីនេះខ្ញុំប្រើ Windows អញ្ចឹងខ្ញុំត្រូវតម្លើង Windows Horse ប៉ុន្តែខ្ញុំបានតម្លើងវារួចហើយអញ្ចឹងខ្ញុំអត់ត្រូវការតម្លើងវាទៀតទេអញ្ចឹងហើយបន្តទៅទៀតយើងនឹងចូលទៅខ្ញុំនឹងបង្ហាញពីរបៀបក្នុងការតម្លើង Ubuntu server ម្ដងយើងធ្វើការវាយពាក្យថា Ubuntu មក Ubuntu server អូខេតបមកនេះជា website ដែលយើងត្រូវដំឡើងយើងគាត់ទៅចូលមកខាងហ្នឹងwebsite មួយហ្នឹងហើយវានឹងបង្ហាញជា ISO file នៅខាងក្រោមហើយជាវាមានគ្រប់ version 24 25ចុងទៅអញ្ចឹងគ្នាយើងអាចធ្វើការដំឡើងចុច download តាមវាបានអូខេបន្ទាប់ពីយើងបានទាំង ISO ជាមួយនឹងVirtualBox រួចហើយយើងចូលមកទៅបង្កើតជា virtual machine បានអញ្ចឹងនេះជា app ដែលខ្ញុំបានដំឡើងវារួចហើយអញ្ចឹងគ្នាយើងមុនដំបូងគឺយើងគ្រាន់តែ double click ទៅលើ exe file របស់វាហើយយើងធ្វើការចុចនេះទៅអត់មានត្រូវ set up អីផ្សេងទេយើងគ្រាន់តែធ្វើទៅតាមអឺព័ត៌មានដែលគេដាក់ឲ្យឬក៏អាចថាសុំព័ត៌មានពីយើងអញ្ចឹងទៅហៅបានថានៅក្នុងការ set up ហ្នឹងវានឹងមានសួរពី agreement អីចឹងយើងគ្រាន់តែ I agree អញ្ចឹងទៅជាមួយនឹង license របស់វាហើយយើងចុច next រហូតដល់យើងបាន install វាជោគជ័យវានឹងមានការចុចឲ្យយើងអនុញ្ញាតឲ្យយើងបើកគ្រីសឬបិទគ្រីសកន្លែងដែលថាឲ្យយើងអូតូបើកទៅលើកម្មវិធីផងអញ្ចឹងបើយើងគ្រីសមានន័យថាយើងចុច finish ទៅវានឹងបើកកម្មវិធីអូតូដូចខ្ញុំផ្ទាំងដែលខ្ញុំបានបង្ហាញនេះហ្នឹងហើយតែបើយើងអត់ចុចគ្រីសទេយើងចុច finish ហើយយើងដោះគ្រីសហើយយើងចុច finish វានឹងមិនបើកអូតូទេតែគ្នាយើងអាចធ្វើការចុចអូតូទៅក៏បានដែរហ្នឹងហើយអូខេឥឡូវបន្ទាប់ពីចូលមកដល់ផ្ទាំងមួយហ្នឹងស្រាប់តែគ្នាយើងចុចអូតូហើយចុច finish ទៅវានឹងបើកផ្ទាំងហ្នឹងមកអញ្ចឹងគ្នាយើងដើម្បីអាចធ្វើការបង្កើត visual បានយើងចុចកន្លែង new តទៅពីចូល new ហើយកន្លែងនេះយើងអាចដាក់ name ដាក់ឈ្មោះអីក៏បានដែរតែសម្រាប់ខ្ញុំដាក់ឈ្មោះខ្ញុំទៅស្រួលចាំអូខេបន្ទាប់មកយើងចូលមកកន្លែងVM folder អញ្ចឹងកន្លែងនេះយើងធ្វើការរើសកន្លែងដែលយើងត្រូវ store ទុកអឺជាលក្ខណៈថាកន្លែង virtual machine របស់យើងជាប្រភេទនេះខ្ញុំបានបង្កើត folder រួចហើយយើង select មក PC អញ្ចឹងទៅUbuntu អញ្ចឹងទៅអូខេតបឲ្យយើងបានបង្កើតហើយខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងយើងនៅពេលយើងបង្កើតជា folder មួយហ្នឹងមានន័យថាក្នុងហ្នឹងសិតតែជាWindows Paramount ដែលយើង store ទុកអញ្ចឹង make sure ថានៅយើងដាក់នៅក្នុង drive D ឬ drive C ហ្នឹងទាំងពីរ drive ហ្នឹងគឺវាមាន space ល្មមក្នុងការអាចអឺដាក់វាចូលអញ្ចឹងអូខេបន្ទាប់មកយើងចូលយក ISO មកចុចមកកន្លែងនេះហើយនេះជាប្រភេទ ISO របស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការ select វាហើយចុច OK ទៅបន្ទាប់មកយើងចូលមកកាន់នេះមកហើយខ្ញុំសូមបញ្ជាក់មួយទៀតអ្នកដែលគាត់តម្លើងថ្មីអាចថាវាមិនមានជា UI ដូចខ្ញុំអញ្ចឹងទេអញ្ចឹងពេលខ្លះយើង set up ខាងអាមិញហើយនេះកន្លែងដែលយើង set up មិញហើយយើងគ្រាន់តែចុច next តទៅវានឹងបន្តមក setting ផ្សេងទៀតអញ្ចឹងគ្នាយើងធ្វើកុំតន់ជាបារម្ភឃើញថា UI ខុសពីខ្ញុំមែនប៉ុន្តែវាលំនាំធ្វើដូចតែគ្នាទេអូខេបន្ទាប់ពី set up មិញហើយយើងគ្រាន់តែចុច next មកវាអាចនឹងចូលមកកាន់មួយហ្នឹងហើយនេះចូលមកកន្លែងហ្នឹងយើងគ្រាន់តែធ្វើការផ្លាស់ប្ដូរកន្លែងហ្នឹងខ្ញុំដាក់ឈ្មោះខ្ញុំដូចគ្នាយើងស្រួលព្រោះថាស្រួលខ្លីវាខ្លីឈ
ឈ្មោះខ្លីផងហើយដាក់ password មកយើងដាក់បានក៏ដាក់បាត់ចុះតែខ្ញុំសូមដាក់ឲ្យខ្លីស្រួលចាំហើយចំពោះកន្លែងនេះបើគ្នាយើងណាគាត់មានបញ្ហាចេញក្រហមជា icon អីចឹងទៅយើងអាចធ្វើការ rename វាផ្សេងទៅដើម្បីឲ្យវាចេញសញ្ញា tick ដើម្បី make sure ថាអូវាត្រឹមត្រូវហើយអូខេបន្ទាប់ពីយើងបានធ្វើការ set up ហើយយើងចូលមកបើកមួយទៀតមកដូចខ្ញុំសូមបញ្ជាក់ចឹងអ្នកថ្មីដែលគាត់មិនដែលបានតឡើងកម្មវិធីនឹងសោះវានឹងអាចចេញខុសពី UI របស់ខ្ញុំទៅថ្ងៃនេះអញ្ចឹងអ្នកគ្នាបន្ទាប់ពី set up ហើយគឺគ្រាន់តែចុច next ទៅវានឹងចូលមកកាន់ setting នេះបើវាអត់មានប៉ុន្តែបើវាមានគ្នាយើងណាដែលគាត់មានដូចខ្ញុំសម្រាប់គ្នាយើងដែលមានន័យថាគាត់ធ្លាប់ install ម្ដងហើយអញ្ចឹងគឺវាមិនមានជាបញ្ហាអញ្ចឹងយើងអត់ចាំបាច់ចុច next ទេគ្រាន់តែ set up ទៅតាម setting ដែលគេឲ្យជា option អញ្ចឹងទៅalright បន្តមកដល់កន្លែងនេះយើងអាចធ្វើការ set up វាបែបជាកំណត់នេះជា RAM ជាមួយនឹង CPU core អញ្ចឹងខ្ញុំសូមដាក់វាទៅជា 4G ចុះដើម្បីឲ្យវាមានការដំណើរការបានលឿនរហ័សអញ្ចឹងទៅនេះយើងអាចដាក់ទៅតាមសពេរបស់ RAM របស់គ្នាយើងអានសម្រាប់ខ្ញុំ RAM របស់ខ្ញុំសរុបនៅក្នុង PC របស់ខ្ញុំគឺ32 GB អញ្ចឹងខ្ញុំអាចដាក់ត្រឹម 4G ទៅក្នុង Virtual Machine ដើម្បីឲ្យវាដំណើរការ 4G ហើយបន្តមក core តែតង core ខ្ញុំឲ្យវា run ចំនួន4 core ដូចគ្នាបើយើង run កាន់តែច្រើនវាដើរកាន់តែលឿនអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងកំណត់រួចហើយយើងធ្វើការ set up spec ទៅលើ Visual Box របស់យើងអញ្ចឹង spec ទៅលើ Visual Box ខ្ញុំសូមដាក់វាខ្ទង់800ចុះឲ្យវារៀងច្រើនតិចតបមកក៏ពីយើងបាន set up ហើយយើងអាចធ្វើការ finish ទៅហើយកន្លែងនេះគ្នាយើងអាចដាក់ប្រមាណក៏បានដែរចង់1T 2T អីចង់ដាក់ចង់ទៅប៉ុន្តែវាមានដែនកំណត់របស់វាគឺត្រឹមតែ 2T ទេអញ្ចឹងយើងកំណត់ក្រោមនឹងទៅបានហើយក៏យើងមិនទៀមទាដំណើរទៀមទា spec នៅក្នុងម៉ាស៊ីនរបស់យើងផ្ទាល់ក៏អត់មានដែរគ្រាន់តែនេះជា spec ដែលក្នុងVisual Box តែបន្តជាម៉ាស៊ីនសិប្បនិម្មិតរបស់យើងនេះ Visual Machine ហ្នឹងតោះបើយើងរួចហើយយើងចុច finish មកវានឹងបានរួចរាល់ហើយនេះវាចេញមកហើយវានឹងពេលខ្លះវា auto run អត់អីអញ្ចឹងវាបើកអីនេះអញ្ចឹងយើងត្រូវការរងចាំបន្តិចទៅអូខេវាចូលមកកាន់នៅក្នុងរួចហើយអូខេបន្ទាប់ពីចូលមកដល់កន្លែងនេះយើងធ្វើការចុច enter ទៅវានឹងធ្វើការជួយ install ហើយអូខេសូមម្ដងទៀតវាមានអារម្មណ៍ថាវាខុសឆ្គងតិចវិញអូខេalright វាពងធ្វើការ connectអូខេខ្ញុំសូមធ្វើការ scope វីដេអូត្រង់ហ្នឹងបន្តិចហើយខ្ញុំនឹងមកវិញម្ដងទៀតព្រោះថានេះវារៀងអាចនឹងយូរអូខេអូខេខ្ញុំសូមបកក្រោយកន្លែងត្រង់នេះបន្តិចនៅពេលដែលយើងធ្វើការបំពេញសពគ្រប់អស់ខ្ញុំកុំភ្លេចដក text ផងហ្នឹងហើយនៅពេលដែលយើងដក text បែបហ្នឹងនៅពេលដែលយើងចុច finish ទៅវានឹងមិនធ្វើការអូតូបើកអំបញ្ញមិញនេះខ្ញុំបើអត់ភ្លេចដក text ចឹងទៅក៏បកក្រោយមកដក text វាវិញហ្នឹងហើយអូខេតបមកយើងចូលមកមើលកន្លែងនេះឃើញហើយនៅពេលដែលយើងដក text កន្លែងនេះវានឹងធ្វើការប្រឡែងមកផេះហើយអូខេបន្ទាប់មកយើងគ្រាន់តែចុច finish ទៅalright ឃើញវាអត់ load auto ដូចមិញអត់ហ្នឹងហើយអានោះគឺជាមូលហេតុនៅពេលដែលយើងចុច finish ទៅវា load auto អានេះខ្ញុំគ្រាន់តែបកក្រោយមកវិញគ្នាយើងអាចធ្វើការបកក្រោយបានហើយ sorry មែនតើពេលខ្ញុំថតវីដេអូលឿនហើយបកមកក្រោយវិញហ្នឹងហើយសូមអធិស្ឋានផងហ្នឹងហើយគ្នាយើងអាចធ្វើការបកក្រោយបាននៅពេលយើងចុចតាមខ្ញុំទៅនេះចុចកន្លែងហ្នឹងហើយចុចពាក្យថា remove តទៅពីចុច remove ទៅយើងចុច take កន្លែងហ្នឹងហើយចុចពាក្យ remove ចឹងទៅហ្នឹងហើយចាំយើងបកកើតវាម្ដងទៀតមកយើងចុច view ហើយធ្វើដូចតដូចខ្ញុំបានបង្ហាញហ្នឹងហើយគាត់យើងបន្ទាប់ពីយើងពេញអស់គាត់ទៅដក take កន្លែង process មិញកន្លែងហ្នឹងទៅគឺចប់ហើយអូខេហ្នឹងហើយអរឥឡូវយើងធ្វើការចុចបើកវា double click លើវាមកដើម្បីចុចបើកវាអូខេalright ចូលមកដល់កន្លែងនេះនៅពេលវា load បែបនេះយើងចុច enter មក try to uninstall អូខេតបមកយើងធ្វើការរងចាំវាបន្តិចទៅដើម្បីវាដំណើរការបន្តិចតួចអូខេ
អូខេបន្តមកដល់កន្លែងនេះវាឲ្យយើងរើសជាភាសាអញ្ចឹងយើងយកភាសាអង់គ្លេស enter ទៅហើយកន្លែងនេះយើងយកទៅដែរគឺ continue without downloading តមកកន្លែងនេះយើងចុចដានហើយកន្លែងនេះក៏យើងចុចដានដូចគ្នាកន្លែងដូចគ្នាហើយដូចគ្នាអញ្ចឹងយើងត្រូវចាំកន្លែងនេះបន្តិចឲ្យវាដំណើរការស្រួលបួលសិនទៅចាំយើងចុចទៅបន្តទៀតអញ្ចឹងណាអូខេalright បន្តមកយើងទៅចុចដានមកហើយកន្លែងនេះយើងអាចទៅការដក tick វាមកកន្លែង setup នេះយើងចូលមកក្នុង key ហើយយើងចុច space bar យើងដក setup វាចេញបានហើយតោះពេលយើងដកហើយយើងទៅការ arrow key ចូលមកក្រុមកន្លែង row ពាក្យដានអញ្ចឹងដល់ហើយយើងចុច enter ហើយកន្លែងនេះយើងពាក្យថា continue តោះមកយើងធ្វើការបំពេញឈ្មោះរបស់យើងឈ្មោះអាណាក៏បានដែរឈ្មោះយើងក៏បានឈ្មោះអីក៏បានដែរសំខាន់ឲ្យតែយើងចាំអឺជា profile configure ទេពេលយើងលើកក្រោយយើងចូលវាទាំងសួរយើងពេញឲ្យស្រួលទៅអញ្ចឹងតែខ្ញុំដាក់ឈ្មោះខ្ញុំស្រួលចាំជាងអូខេហើយusername គឺខ្ញុំដាក់ឈ្មោះវែងទៅហើយ username នេះគឺនឹងបង្ហាញរាល់ពេលដែលយើងធ្វើការlog in អីចឹងទៅវានឹងបង្ហាញឈ្មោះយើងអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំស្រួលចាំជាងអូខេហើយ nickname នេះខ្ញុំដាក់ដូច username នេះគឺខ្ញុំដាក់ដូចគ្នាហើយតែតង server name ខ្ញុំច្រឡំ username ស្វែង server name ហ្នឹងវារាល់ពេលដែលយើងធ្វើការ log in ចូលអីចឹងវានឹងបង្ហាញឈ្មោះនឹងនៅលើមកហើយអញ្ចឹងបន្តមកយើងចូលការដាក់ password នោះស្រួលចាំយើងដាក់ password ស្រួលចាំទៅ3ខ្ទង់បានហើយបន្ទាប់ពីយើងរួចរាល់ហើយយើងធ្វើការចុចដាក់ទៅហើយ make sure password ត្រឹមត្រូវអញ្ចឹងរាល់ពេលដែលយើង log in យើងត្រូវតែដឹក password យើងច្បាស់លាស់ដើម្បីធ្វើការ log in nó មានភាពងាយស្រួលមិនមានបញ្ហាយើងធ្វើការចុចដាញ់ហើយកន្លែងនេះយើងចូល continue ហើយកន្លែងនេះយើងធ្វើការបើក text វាមកចុច x ច្រឡំស x ហ្នឹងហើយយើងដាក់ text វាដោយ space bar ទៅហ្នឹងហើយឬក៏យើងបាច់បើអត់ទាន់ install បានដែរព្រោះថាខ្ញុំចង់ install វានៅវីដេអូក្រោយអញ្ចឹងណាហ្នឹងហើយអានេះមកចង់ធ្វើនៅឲ្យរួចហើយអញ្ចឹងអូខេបើយើងគ្នាយើងណាគាត់ចង់ install ឥឡូវក៏បានដែរមានជាបញ្ហាគាត់ណាកុំឲ្យវាយូរអញ្ចឹងណាហើយចំពោះកន្លែងហ្នឹងវាអាចថាជាមានភាពងាយស្រួលឥឡូវយើងដាក់ editor ទៅអូខេយើងចុចដានយើងខ្លីយើង arrow key មករកពាក្យដានអូខេរួចរាល់ហើយអញ្ចឹងយើងធ្វើការរងចាំបន្តិចទៅដើម្បីឲ្យវាដំណើរការ install មួយហ្នឹងត្រង់ចំណុចនេះខ្ញុំសូមនឹងធ្វើការ pause video អញ្ចឹងនៅពេលដែលរួចរាល់វាខ្ញុំនឹងបន្តបើក record បន្តអញ្ចឹងខ្ញុំចង់ឲ្យវីដេអូវាមានរយៈពេលវែងអញ្ចឹងធ្វើឲ្យវីដេអូវាវែងវាធ្វើឲ្យអ្នកគ្នាពិបាករអង្គុយរងចាំអូខេហើយខ្ញុំសូមតែ stop វាសិនអូខេឥឡូវវាបានចេញបែបនេះធ្វើម៉េចយើងអាចរងចាំឲ្យវាចេញមានប៊ូតុន2ខាងក្រោមនេះដូចជាមាន reboot now ជាមួយនឹង view all log អញ្ចឹងយើងធ្វើការយកកន្លែង reboot now បន្ទាប់ពីវាធ្វើការ install រួចចប់អញ្ចឹងណាអញ្ចឹងយើងថា reboot now ចុច enter ទៅអញ្ចឹងយើងធ្វើការរងចាំឲ្យវាធ្វើការ reboot អញ្ចឹងទៅអូខេបន្តមកកន្លែងនេះវាអត់ដើរយើងធ្វើការ enter ទៅវានឹងចេញបែបនេះអញ្ចឹងយើងធ្វើការរងចាំបន្តិចឲ្យវាដំណើរការអូខេបន្ទាប់ពីវាលោចេញបែបនេះមកយើងធ្វើការបំពេញកូដទៅតាមខ្ញុំមកហ្នឹងហើយជាមួយ sudo type
AETC cloud mình ANT dot disable ok tao bây giờ bay hay như thế thì enter máu và viên nó xem tiếp password chẳng như đã password nó cái lại password này viên nâng mình bọc hai cho dương đơn thế chân dương thôi còn là ai ở ba tầm tới hay dương enter thôi ấy thì cái đầu chạm tới ở Việt Nam là cái ok ở đây về cái login khó rồi ta nhầm quay cho bộ mình khó cho đấy nên tất cả vài đầu tiên ok mua login hỏi password ok và tao bị bay ở dương bay an tâm tới rồi hay vì đừng lột trình bản này tao mau dương ở cho cùng nó tiệt nhưng mình nhưng vay cồn mấy việc đá chẳng dương cho cùng nó tiệt nó sudo sudo touch sorry call touch etc cloud tiết cloud tiết đó and thì dot disable ok tao mới enter tới hay viên tìm tiếp password chữ đã password ăn tầm tới hay dương còn enter tới chọn đấy ok tao mới dương đừng to bay bật hai câu xây đi tiếp cái code bật top dương còn là vay tiện ls cloud rồi gì thì enter tới thì trình bày đấy như này là dương mà chỗ chơi thằng tầm lời vì ấy chân to tới tiết dương câu tiết hết c cloud rồi đó ok tao bây giờ man vay bên đó hay dân thờ tới thì trình bày đó dùng quay việt sudo apt update tao bây giờ quay bàn phần lần hai giờ thực hành thở thực hỏi về làm vậy thực update rồi top bây giờ thực update rút viên thực quay cho code thêm thì vi tiết cứ sudo apt upgrade upgrade độ phải tao bây giờ quay bên đó giờ enter tới viên thực upgrade sudo bao giờ này ok vô trong đấy dương về ai tha thời ca rong sam điện dù đá chân top thì về reroll dân dân phía này tha dương mà anh bắt cả zoom to server mà anh chụp chơi ấy này này non visual box chân dương thời ca rong sam hỏi về reroll giờ nâng rồi chia sẻ cho po cái install cái update mới ní cương thời ca mia internet đầm bay thời ca update rồi gọi install về bàn chẳng cái này complete para cho internet phong này mà tha wifi mà tha internet saiแบบnào thế ôi tại chiaประเภท internet cái giờ ai thời ca shop thời lượng computer với đầm bay thời ca tập hàng về từ này chẳng vi chất hỏi ấy ní ok bàn phải chỉ cái phải số 4 rồi ấy trong tới tiếp viên chọn thời gian update rồi
okឥឡូវវាចេញបែបនេះហើយចឹងមានន័យថាការដំណើររបស់យើងវាប្រហែលទៅត្រូវល្អចឹងបន្តទៅទៀតយើងគាត់នឹងធ្វើការអឺ click កន្លែងចុច tab đó វានឹងមកលើ ok អញ្ចឹងយើង enter ទៅបន្ទាប់ពីកន្លែងនេះហើយយើងបំពេញទៅដើម្បីធ្វើការ shutdown អញ្ចឹងណាអញ្ចឹងដើម្បីធ្វើការ shutdown បានយើងទៅ sudo អshutdown HUTDOUN shutdown now តបពីយើង enter រួចយើងទៅenter វានឹងធ្វើការ shutdown ឲ្យយើងហើយអញ្ចឹងយើងអត់ចាំបាច់ធ្វើការចុច shutdown វាទេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺខ្ញុំនឹងមកបង្ហាញពីរបៀបក្នុងការដំឡើង Ubuntu server នៅក្នុងVirtualBox គឺមានប៉ុណ្ណឹងហើយនឹងជួបគ្នាវីដេអូក្រោយអូខេតែសារសុខភាពនិងសំណាងល្អគ្រប់គ្នាអូខេបាយអូខេ hello ក៏ដូចជាជម្រាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញពីរបៀបក្នុងការបើកទៅលើការ remote access ចំពោះនឹងនៅលើ Ubuntu server ដែលគេហៅថា ASA tutorial ហើយខ្ញុំធ្វើវីដេអូបែបហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ access ទៅលើ remote ទៅលើ Ubuntu server អញ្ចឹងដើម្បីអាច share បានហើយយើងត្រូវមានម៉ាស៊ីន virtual ម៉ាស៊ីនរបស់យើងមួយដែលវីដេអូមុនខ្ញុំបានបង្ហាញពីរបៀបក្នុងការតម្លើងវាហ្នឹងហើយអញ្ចឹងគ្នាយើងណាដែលគាត់មកក្រោយអីចឹងគាត់អាចចូលទៅមើលវីដេអូមុនក៏បានហ្នឹងហើយនេះជាវីដេអូបន្ទាប់ហ្នឹងហើយអូខេបន្ទាប់ពីយើងចូលមកក្នុង virtual machine របស់យើងហើយយើងចូលទៅ setup setting កន្លែង network សិនជាយកប្រកាន់ setting ហើយយើងចូលមកកន្លែង network អរ៉ៃមកដល់កន្លែងនេះយើងធ្វើការ setup ទៅលើពាក្យថា adapter ព្រោះថាឥឡូវនេះគឺខ្ញុំកំពុងតែភ្ជាប់ជាមួយ PC របស់ខ្ញុំគឺជាមួយ Ethernet អញ្ចឹងខ្ញុំធ្វើការយកនេះជាប្រភេទ driver Ethernet របស់ខ្ញុំហ្នឹងហើយអញ្ចឹងសម្រាប់គ្នាយើងក៏អាចទៅបានឧបមាថាគ្នាយើងប្រើជាមួយ Wi-Fi គឺយើង select យក Wi-Fi ទៅបើយើងជាមួយខ្សែ Ethernet យើងប្រើមួយនេះដូចរបស់ខ្ញុំអូខេតោះពេលយើងផ្លាស់ដូររួចហើយយើងក៏ចុច OK ទៅហើយយើងធ្វើការ double click ដើម្បីបើកវាមកទៅលើម៉ាស៊ីនរបស់យើងហ្នឹងហើយតពីហ្នឹងយើងធ្វើការរងចាំបន្តិចដើម្បីឲ្យវាបើកម៉ាស៊ីនរបស់យើងសិនអូខេអូខេចូលមកដល់កន្លែងនេះយើងធ្វើការវាយឈ្មោះlogin របស់យើងមកអូខេហើយយើងធ្វើការ enter ជប់សិនខ្ញុំច្រឡំ tab មិញ enter ហើយយើងវាយ1 2 3ជា password របស់ខ្ញុំខ្លី3ខ្ទង់អូខេតោះមក enter មកអូខេតមកយើងធ្វើការវាយឈ្មោះម្ដងទៀត set enter 3 enter alright អូខេតមកតពីចេញបែបនេះយើងមកធ្វើការវាយកូដបន្តsudo apt upgrade ដើម្បីយើងធ្វើការ update វាបានអញ្ចឹងយើងវាយ password មកអូខេយើងធ្វើ update ម្ដងទៀតដើម្បីឲ្យ make sure ថាតើការតម្លើងរបស់យើងហ្នឹងវាត្រឹមត្រូវដែរអត់អញ្ចឹងណាអូខេឲ្យវាឡើងទៅ version ថ្មីហ្នឹងហើយអញ្ចឹងយើងត្រូវការធ្វើការ update វាសិនអូខេបន្ទាប់ពីយើងចុច update ហើយយើងធ្វើការវាយបន្តកូដមកយើងហៅថា sudo apt install y open ssh server អូខេបន្ទាប់ពីយើងវាយបែបហ្នឹងយើង enter ទៅយើងតម្លើងវារួចហើយអញ្ចឹងយើងទៅវាយមួយទៀត sudo systemctl enable now sh អូខេតោះបើយើង enter ការរងចាំតិចទៅឥឡូវវា load ទៀតយើងធ្វើការវាយវាថា sudo sys tm
SCTL STATS ok SA តោះមកយើងធ្វើវាចេញបែបហ្នឹងហើយតោះមកយើងតទៅព្រួយបន្តវាតាមយកមកគ្នាហ្នឹងហើយ Hello SA អូខេចេញបែបនេះហើយយើងវាយវា IP អូខេវាចេញ IP នៅខាងលើនេះនេះគ្នាយើង IP នេះយើងមិនអាចដាក់ម៉ៅចូលបានទេវានឹងបាត់ម៉ៅអញ្ចឹងខ្ញុំបានបង្ហាញនេះ IP ឡើយហ្នឹងយើងធ្វើការចាំវាយើងត្រូវយក IP មួយហ្នឹងយកមកប្រើអញ្ចឹងអូខេតមកយើងត្រូវចេញទៅខាងក្រៅនេះដើម្បីវាយរក PowerShell ហើយយើងទៅណែជាមួយវាហ្នឹងហើយអូខេយើងមិនចាំ run as admin ទេយើង run តែធម្មតាទៅហ្នឹងហើយអញ្ចឹងចូលមកដល់កន្លែង PowerShell ហ្នឹងយើងត្រូវធ្វើការ test មើលសិនថា IP ហ្នឹងវាត្រឹមត្រូវអត់អញ្ចឹងនេះយើងដាក់យើងមក ping ហើយយើងវាយ IP ហ្នឹងមកនេះ192.168ចុច11ចុចអីទៀត145អូខេតោះយើងទៅ enter អូខេនៅក្នុងស្មើមួយហ្នឹងគឺវាដាក់អូខេអញ្ចឹងយើងអាចដឹងហើយថាអូការដើម្បីអាច remote បានយើងត្រូវធ្វើ test ថាអត់តើនៅពេលដែលយើង remote ទៅយើងប្រើ internet ហ្នឹងតើ internet ហ្នឹងវាដើរអត់អញ្ចឹងដើម្បីឲ្យ internet ទាំងពីរ Visual Machine វាមាន internet ទៅគ្នាបានតើ internet នៅក្នុង Visual Machine ហ្នឹងគាត់អាចថាមាន internet ដើម្បី connect អញ្ចឹងយើង test មើលនៅខាងក្រៅដើម្បីមើលថាអូតើ network មួយហ្នឹងវាដើរអត់អញ្ចឹងណាអូខេឥឡូវបន្ទាប់ពីយើងបានធ្វើចឹងហើយយើងធ្វើការវាយមក ASX ដាក់ឈ្មោះខ្ញុំមកហើយអាហ្នឹងទៅតាមឈ្មោះគ្នាយើងបានដាក់អញ្ចឹងខ្ញុំដាក់អានេះជាឈ្មោះខ្ញុំអញ្ចឹងខ្ញុំដាក់192.100យ៉ា sorry សម្រាប់ម្ដងទៀតខ្ញុំច្រឡំលុបចោលអូខេASX ឈ្មោះខ្ញុំ192.100ទៀតហើយចុចខុសទៀត ASX ចុច11.100អូខេតោះមកយើងធ្វើ enter ហើយយើងចុចពាក្យថា y ទៅ y ហើយយើង enter មកហើយយើងវាយពាក្យថា yes ឬ no អញ្ចឹងទៅ yes ធ្វើមកអូខេមក password alright យើងបាន connect ដោយជោគជ័យអញ្ចឹងតទៀតយើងនឹងអូខេយើងបាន connect ដោយជោគជ័យហើយអូខេឥឡូវយើងចូលមកកាន់ Visual Box ម្ដងយើងវាយពាក្យថាយើងវាយពាក្យថា who ami អូខេហើយយើងធ្វើ enter អញ្ចឹងវាបង្ហាញពីឈ្មោះរបស់យើងហើយយើងវាយពាក្យ password ហើយវានឹងមកបង្ហាញហើយអូខេហើយយើងចូលមកអាន PowerShell របស់យើងវិញមកឆែកមើលម្ដងទៀតអូមីគេដូចគ្នាហើយកន្លែងអូខេឃើញអត់ឃើញវាចេញមកដូចគ្នាអញ្ចឹងមានន័យថាយើង connect វាបានជោគជ័យហើយតមកយើងចូលមកកាន់ box ហើយអូខេឥឡូវយើង make sure ថាវា connect វារួចហើយអញ្ចឹងវីដេអូហ្នឹងដូចជាមានតែប៉ុណ្្នឹងហើយអញ្ចឹងនេះគ្រាន់តែជាការបង្ហាញពីរបៀបក្នុងការ remote អញ្ចឹង
នេះយើងអាចធ្វើការsnapshot វាទុកប្រើថ្ងៃក្រោយឬក៏អាចថាមានបញ្ហាអីយើងអាចបកក្រោយបានក៏បានអញ្ចឹងនៅតត្រង់នេះខ្ញុំធ្វើការ shut down ទៅ shut down អញ្ចឹងយកចេញដាក់ sudo click sudo on អូខេចុះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាអ្នកគ្នានឹងចាប់បានរបៀបក្នុងការ install ហើយចូលមកដល់នេះយើងអាចធ្វើការ snap វាបានយើងចុចកន្លែងនេះមកយើង right click ហើយយើងចុចវា task ហើយយើង save ទៅយើងចង់ដាក់ឈ្មោះអីក៏បានដែរអាហ្នឹងស្រេចយើងទេយើង snap វាដើម្បីរក្សាថាថ្ងៃក្រោយយើងយកទុកប្រើទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអាចថា save ឈ្មោះវាទៅដាក់ថា install install ASH តបមកយើងចុចអូខេទៅអញ្ចឹងវានឹងខុសមកហើយ install ASH នៅខាងលើអូខេអញ្ចឹងវីដេអូនឹងមានប៉ុណ្្នឹងឯងអរគុណចំពោះការតាមដានទស្សនាហើយវាតាមដល់ចប់ហើយនឹងពួកយើងនឹងជួបគ្នានៅវីដេអូក្រោយអូខេបាយអូខេ hello ក៏ដូចជាជម្រាបសួរអ្នកគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនឹងទៀតហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញពី comment foundation ដែលយើងត្រូវប្រើនៅក្នុង Ubuntu server របស់យើងហ្នឹងហើយអញ្ចឹងយើងធ្វើការបើកនៅក្នុងវីដេអូមុនគឺខ្ញុំបានបង្ហាញពីរបៀបក្នុងការ install ទៅលើ ASH អញ្ចឹងគ្នាយើងអាចទៅមើលវីដេអូមុនបានបើគ្នាអត់តបាន install អញ្ចឹងណាព្រោះថាតបពីចង់អាចប្រើ comment foundation នេះបានយើងត្រូវមានតំណែងជាមួយវីដេអូមុនអញ្ចឹងយើងត្រូវមានធ្វើការ install ASH ហើយមកចាំយើងខ្ញុំ suggest ឲ្យគ្នាយើងមើលវីដេអូមុនហើយចាំមកមើលវីដេអូនេះដើម្បីឲ្យមានភាពងាយស្រួលហើយនឹងមិនមានបញ្ហាក្នុងការ run មាន error អញ្ចឹងទៅអញ្ចឹងអូខេបន្តមកយើងធ្វើការបើកម៉ាស៊ីនមកចាំបន្តិចទេអូខេអរហើយកន្លែងនេះយើងធ្វើការវាយ login account របស់យើងមកខ្ញុំអូខេតទៅវាចូលមកយើងធ្វើការវាយគេថាឆែកមើលសិនOMI នេះខ្ញុំហើយមួយទៀតឲ្យដាក់ password អូខេចេញបែបហ្នឹងអរហើយបន្តមកយើងធ្វើការវាយវា sudo upgrade apt update តែខ្ញុំត្រូវចង់ឲ្យវាធ្វើការ update ថ្មីដល់ឡើង version ថ្មីអញ្ចឹងខ្ញុំថា update ទៅមកតែបើវាមាន version ហើយវានឹងមានភាពងាយស្រួលវាលឿនទេនេះយើងវាយ password ហើយ enter អូខេអញ្ចឹងអូខេការ update បានតិចដែរអរហើយឥឡូវយើងបន្តទៅបុកទៀតយើងដែរពាក្យថា sudo apt upgrade ម្ដង upgrade អូខេនេះហើយខ្ញុំសូមបញ្ជាក់កន្លែងការ update ហើយនឹង upgrade មួយហ្នឹងបើគ្នាយើងអត់ដែរបានជា update ញឹកញាប់ទេជើងវាអាចនឹងរៀងយូរហើយមានការយើងត្រូវការរងចាំវាឲ្យរួចរាល់អញ្ចឹងណាដើម្បីវាធ្វើការ update បានcompletely អញ្ចឹងបើយើងអត់ដែរបានធ្វើការ update វាសោះវានឹងមានភាពលក្ខណៈថាវាយូរមែនតើវាមុននឹងធ្វើការ load ឲ្យ screen ដូចខ្ញុំចេះអញ្ចឹងណាប៉ុន្តែខ្ញុំចូល update ហើយវា update មក plate ហើយមានន័យថាការ update វាមានច្រើនអញ្ចឹងទៅអញ្ចឹងយើងគ្រាន់តែធ្វើការ update ហើយយ៉ាវីដេអូអញ្ចឹងយើងទៅយ៉ាងឃើញតែមក plate អញ្ចឹងវាចប់តែម្ដងយើងអត់ upgrade រួចអញ្ចឹងវាអត់មានអីជាច្រើនអញ្ចឹងណាហ្នឹងហើយយើងស្រួលដែរបើយើងឧស្សាហ៍ update វាអញ្ចឹងទៅបើ
dương ở đây update sót vì riêng ai thay dù cho ok to bây dương chẳng quá dương cho thay sorry khó thay thay ấy chơi thay hay dương bật cái folder còn lại dương rồi thứ ca bật folder chẳng thay ở đây cô card folder dương ai đã thay thay sp cho tứ chúng ta svp cho mùi ok mua chrome bao nhóm chẳng chúng ta mua bên đó hay chúng ta enter okต่อមកយើងទៅការ list វាគឺយើងមើលថាតើយើងធ្វើមិនហ្នឹងវាត្រូវអត់ ls ដក l ចឹងយើងមើលអូខេនេះចែកញឲ្យនេះ list វាអូខេហើយបន្ទាប់ពីចឹងយើងដាក់ clear ចឹងមកយើងវាយបន្តទៀតមកយើង clear វាចេញហើយយើងវាយបន្តទៅថា list ច្រឡំ sorry ego យើងបំពេញដាក់នៅក្នុងមិញហ្នឹងហ្នឹងហើយអញ្ចឹងនេះហើយបាយមកដាក់ថា hello world អូខេ hello world អញ្ចឹងទៅហើយដាក់ថា hi sv 2.1អូខេតទៅពេលយើង enter ចឹងមកយើងទៅ enter ចុះមកនេះវាចេញមកនេះឃើញអត់អូខេយើងបានបង្កើតជា text មួយនៅក្នុង folder មួយហ្នឹងអញ្ចឹងយើងបន្ទាប់ពីហ្នឹងទៅពីហ្នឹងមកយើងធ្វើការ list វាសិនមក list វាចង់ដឹងថាតើវាបានចូលអត់ចឹងណាអូខេយើងដក list មើលសិនអូខេយើងឈ្មោះ folder file ហើយកន្លែងនេះគ្នាយើងមើលទៅអាចថារៀងពិបាកព្រោះកន្លែងចំនួន amount លេខហ្នឹងហើយអញ្ចឹងយើងអាចធ្វើការ y add function វាមួយទៀតគឺ ls lh ធ្វើមកអូខេអញ្ចឹងវាអាចថាមានកែសម្រួលចឹងទៅលេខអញ្ចឹងបន្ទាប់ពីហ្នឹងមកយើងធ្វើការ y ok d ir ហើយកន្លែងខ្ញុំដាក់ sv 2.6មកហើយអាហ្នឹងជានឹងហើយដាក់ថា folder តទៅពីយើងវាយរួចហើយយើង enter តែខ្ញុំសុំដកកន្លែងនេះវាយដក clear កន្លែងហ្នឹងអាចថាអត់ដែរអញ្ចឹងយើង enter មកហើយតមកយើងធ្វើការ list វាម្ដងទៀតដើម្បីយើងមើលថាវាចេញអត់អញ្ចឹងណាls អូខេនេះវាចេញមកហើយនោះឈ្មោះsvp 6ហើយ folder ហ្នឹងចេញហើយនេះឃើញហើយកន្លែងនេះវាឃើញ40ហើយនឹង96យើង add feature មិញls ដល់ls អូខេតមកឃើញអត់មានវាខុសគ្នាឃើញចេញមក 4.0k អូខេវាស្រួលរៀបជាងហ្នឹងហើយតបមកយើងមានតែប៉ុណ្ណឹងអូខេហើយគាត់ទៅជា comment foundation ប៉ុណ្ណឹងហើយយើងធ្វើការចុច shutdown វាទៅអញ្ចឹងយើងដាក់ sudo shutdown ដូចរាល់ដងគឺតបពីយើងចូលប្រើយើងធ្វើការ shutdown វាឲ្យបានត្រឹមត្រូវតែតាម comment កុំចុច shutdown ម៉ាស៊ីន
direct power shutdown វាហ្មងអញ្ចឹងវាអាចនឹងថ្ងៃក្រោយយើងយកមកប្រើវាអាចថាមានបញ្ហាអញ្ចឹងនិយាយថា shutdown វាបានត្រឹមត្រូវតាមកូដអញ្ចឹងទៅអូខេ alright អញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាគ្នាយើងអាចនឹងចាប់អានច្រើនហើយជួបគ្នានៅវីដេអូក្រោយសំណាងល្អគ្រប់គ្នាតែសារសុខភាពអូខេបាយអូខេ hello ក៏ដូចជាជំរាបសួរអ្នកគ្នាស្វាគមន៍មកកាន់វីដេអូ part 4នៃ foundation comment ដែលយើង topic ថ្ងៃហ្នឹងគឺយើងមកនិយាយពី hardware monitor អូខេឥឡូវដើម្បីអាចចូលទៅការចូលវាបានខ្ញុំត្រូវការភ្ជាប់វាទៅ PowerShell ជាមុនសិនអញ្ចឹងខ្ញុំត្រូវការយកអូខេហើយវានឹងបង្ហាញ IP របស់ខ្ញុំនេះខ្ញុំចូលមកកាន់ PowerShell នេះហើយយើងបាច់ run ជា admin ក៏បានដែរ run ទៅធម្មតាទៅហើយ comment ដែលយើងអាចធ្វើការភ្ជាប់បានគឺយើងចុច SSH អូខេអានេះឈ្មោះទៅវិញខ្ញុំហើយដាក់ IP ហ្នឹងមក190.168ចុច11នឹង145ហើយទៅនឹង IP មួយហ្នឹងគឺវា depend ទៅលើ network ដែលយើងប្រើប្រាស់ហើយ network នោះគឺយើងអាចចូលមកកាន់កន្លែង machine ចូលមក setting ហើយយើងអាចធ្វើការកំណត់បានចូលមកកន្លែង network នៅកន្លែងនេះយើងផ្លាស់ប្ដូរវាមកadapter ហើយកន្លែងនេះវានឹងបង្ហាញពី driver network ហើយអញ្ចឹងឥឡូវនេះគឺខ្ញុំទៅលើការប្រើប្រាស់ទៅលើ Ethernet អញ្ចឹងវាជា network ដល់ខ្សែហ្នឹងហើយគ្នាយើងធ្លាប់ឡើងហើយនេះជា driver Wi-Fi តែឥឡូវនេះខ្ញុំប្រើ Ethernet ទៅអញ្ចឹងខ្ញុំលេចយក Ethernet របស់គ្នាយើងណាគាត់ប្រើ Wi-Fi យក Wi-Fi អញ្ចឹងទៅដល់ពេលយើងធ្វើការ select ឬក៏កំណត់បែបហ្នឹងហើយយើងចុច OK ទៅហើយយើងអាចចូលមកបានវាកូដទៅតាមខ្ញុំដាក់ថា IP ដក clear A វានឹងបង្ហាញ IP ហើយអញ្ចឹងតទៅពីយើងទទួលបាន IP ហ្នឹងយើងអាចយកការបើក PowerShell យើងដើម្បីធ្វើការ connect បានហើយអញ្ចឹងយើងធ្វើ on ការ enter មកហើយយើងធ្វើការ wifi password ទៅហើយ password ក៏អត់ខុសពីនៅក្នុង user របស់យើងដែរអញ្ចឹងយើង wifi password ដូចរបស់យើងទៅហើយ enter ទៅវានឹងធ្វើការភ្ជាប់ដោយ automatic អញ្ចឹងយើងអាចធ្វើការប្រើប្រាស់វាhost លក្ខណៈថា remote ចូលក្នុង PowerShell បានអូខេអូខេតទៅនេះខ្ញុំធ្វើការ clear បន្តិចសិនអូខេឲ្យវាស្រួលមើលតិចកុំឲ្យវាច្រើនអញ្ចឹងណាអូខេ alright ដំបូងគឺខ្ញុំធ្វើការឆែកប៉ុណ្ណឹងវានឹងបង្ហាញ user យកមួយទៀតPWT ហើយបន្តទៀតគឺ hostname តែជា hostname របស់ខ្ញុំហើយនឹង user របស់ខ្ញុំ alright ជាបន្តខ្ញុំនឹងធ្វើការបង្កើតកូដដើម្បីបង្កើត file អញ្ចឹងដើម្បីបង្កើត file មួយឧទាហរណ៍ខ្ញុំបង្កើត file TXT អញ្ចឹងខ្ញុំធ្វើការប្រាប់វា dot អូម៉ាណា file ហ្នឹងខ្ញុំដាក់ឈ្មោះថា file name អញ្ចឹងទៅ dot TXT អូខេឥឡូវខ្ញុំបានចុចវាយបែបហ្នឹងហើយយើងធ្វើឲ្យ enter ហើយយើងចង់ដឹងថាអូតើយើងបានបង្កើត file ឲ្យជោគជ័យមែនអត់នេះយើងចុច ls ចេញមកអត់នេះជា file ដែលខ្ញុំបានបង្កើតឈ្មោះfile name .txt អញ្ចឹងទៅអូខេអូខេបន្តទៅទៀតជប់ sorry អូខេតទៅទៀតយើងនឹងប្រហែលថាខ្ញុំចង់លុប file ហ្នឹងវិញឥឡូវប្រហែលថាខ្ញុំចង់លុបfile name.txt វិញយើងអាចប្រើ command មួយដែលគេហៅថា rm ស្មើនឹងពាក្យថា remove ហ្នឹងហើយហើយ rm ហើយយើងវាយ file ដែលយើងចង់ remove ទៅក្នុងករណីខ្ញុំនេះគឺខ្ញុំមាន file តែមួយទេប៉ុន្តែបើគ្នាយើងណាដែលគាត់បានបង្កើតជា file ច្រើនអញ្ចឹងវានឹងចេញជាជួរមកឲ្យច្រើនហើយអញ្ចឹងយើងត្រូវមើលតាមឈ្មោះបើថាយើងចង់លុប file ឈ្មោះអីយើងសរសេរ rm ហើយដាក់រូប file ហ្នឹងអញ្ចឹងប្រហែលថាឥឡូវនេះគឺខ្ញុំចង់លុប file មួយឈ្មោះថា file name.txt អញ្ចឹងខ្ញុំធ្វើការលុបវាដាក់ rm file name.txt ហើយយើងតែ enter ហើយយើងចង់បញ្ជាក់វាគឺយើងប្រើ
code ls បីថែមើលគឺអត់មានទេអញ្ចឹងបើនៅពេលដែលវាអត់មានវានឹងចុះដើមតដល់យើងទៀតអូខេអរ៉ៃឥឡូវខ្ញុំធ្វើការបង្កើតវាម្ដងទៀតមកដើម្បីប្រើ comment code ថ្មីផ្សេងទៀតដើម្បីធ្វើការចង់សរសេរអីនៅក្នុងវានៅក្នុង file មួយហ្នឹងចឹងដូចជាយ៉ាងទៅថាយើងបង្កើត file ហ្នឹងដូចស្មើនឹង note យើងប្រើសរសេរនៅក្នុង notepad របស់ computer យើងចឹង notepad យើងអាចគ្រាន់តែយើងចូលបង្កើតបើក notepad មកយើងអាចធ្វើការវាយហើយយើងអាចធ្វើការ save text ឬក៏ប្រយោគឬក៏ sentence ឬក៏ code អីនៅខាងក្នុងហ្នឹងហើយ save វាទៅជា TXT ក៏បានឬក៏វាទៅជា code ផ្សេងៗទៀតក៏បានដែរអញ្ចឹងឬក៏អាចនិយាយថាទៅជា extension ផ្សេងៗទៀតអញ្ចឹងទៅអញ្ចឹងគឺការប្រើប្រាស់ comment នៅខាងមួយនេះគឺវាដូចស្រដៀងទៅនឹង notepad ដូចគ្នាអញ្ចឹងឥឡូវកើតទៅហើយអូខេមានហើយអញ្ចឹងcomment បន្តនោះដើម្បីអាចធ្វើការសរសេរ text ឬក៏សរសេរជាប្រយោគអីនៅខាងក្នុង file នឹងបានយើងត្រូវប្រើពាក្យប្រើ code មួយគេហៅថា nano ហើយយើងចង់ save ឈ្មោះលើក្នុង file ណាយើង save ឈ្មោះ file ហ្នឹងមកអូខេតតិចហើយយើងធ្វើការ enter វានឹងនាំយើងមកផ្ទាំងហើយយើងអាចសរសេរធ្វើការសរសេរបានហើយអញ្ចឹងវាដូចខ្ញុំនិយាយពីមុនហ្នឹងគឺវាដូចស្រដៀងទៅនឹង notepad ដូចគ្នាអញ្ចឹងយើងចង់សរសេរអីយើងសរសេរមកគាត់ថាចង់ដាក់ថា welcome ឬអូខេតិចand ដាក់ថា I am a student at thế at a third year ដាក់ថា college year 3ហើយបើគ្នាយើងចង់សរសេរអីបន្ថែមទៀតក៏អាចធ្វើការសរសេរបន្ថែមច្រើនអញ្ចឹងបើយើងចង់សរសេរអីនៅក្នុង file ហ្នឹងគឺអាចសរសេរបែបហ្នឹងបានអានេះគ្រាន់តែជាឧទាហរណ៍ទេយើងស្ដាប់ពីយើងផ្សេងទៀតគាត់អាចធ្វើការសរសេរបែបផ្សេងទៀតបានព្រៃចាអូខេ alright បន្ទាប់ពីគ្នាយើងធ្វើការវាបញ្ចូលអ្វីដែលគ្នាយើងចង់បាននៅខាងក្នុង file ហ្នឹងហើយគឺយើងអាចធ្វើការ save វាបានហើយអញ្ចឹងមិនបានថាយើងហើយយើងចង់ធ្វើការដាក់ចេញទៅក្រៅឬក៏អាចថា save វានៅក្នុង file មួយហ្នឹងយើងគ្រាន់តែធ្វើការ Ctrl X យើងអាចមើលទៅតាមកូដខាងក្រោមបានបើយើងចង់ exit យើងទៅCtrl X ចឹងទៅដើម្បីធ្វើការ exit ហើយនៅពេលដែលយើងចុច Ctrl អូខេបន្តទៅទៀតយើងចង់ដឹងថាតើការtext ដែលយើងបានសរសេរហ្នឹងតើវាបានពិតជា save នៅខាងក្នុងហ្នឹងអត់យើងអាចធ្វើការ check ដូចនឹងយើង check file យើងបាន save អត់ដែរយើងប្រើ command មួយគឺថា cat ហើយយើងវាយពាក្យ file ឈ្មោះ file របស់យើងមកទាំង file name dot t នេះវាចេញជា text មួយនៅក្នុង file ហ្នឹងអស់ហើយអូខេហើយតទៅទៀតគឺយើងនឹងមកធ្វើការបង្កើតទៅលើ folder អញ្ចឹងយើងប្រើពាក្យថា mk direct ចុះ mk ហ្នឹងមានន័យថា make directory អញ្ចឹងទៅ make directory directory អញ្ចឹងវាស្មើដូចនឹង folder អញ្ចឹងហើយដាក់ folder យើងមកមកថាខ្ញុំឧទាហរណ៍ដាក់ folder name អញ្ចឹងទៅអូខេខ្ញុំកើត folder មួយឈ្មោះ name ហើយយើង enter ហើយយើងធ្វើការវាយ slash វានឹងចេញមកអញ្ចឹងអ្នកគ្នាក៏បានសង្កេតឃើញភាពខុសគ្នារវាង file ជាមួយនឹង folder ហើយ
folder គឺវាបានចេញជាពណ៌ខៀវយើងដល់ពេលពណ៌ file វាចេញជាពណ៌សអញ្ចឹងយើងអាចសម្គាល់បានថាអូវាពណ៌ថាយើងបាននៅក្នុងតែយើងបានប្រើវាបង្កើតជា file ហើយ folder ប្រហែលយើងអាចមើលបានអញ្ចឹងនៅពេលដែលយើងបង្កើតគឺវាចេញជាជួរចូលមកដក clear អញ្ចឹងទៅបើយើងមាន file មាន folder មាន file មាន folder វានឹងដាក់វាជាជួរដេកទាំងដល់ចេញមកជាច្រើនអញ្ចឹងទៅបើយើងមាន file និង folder ច្រើននៅក្នុងលក្ខខណ្ឌមួយនេះគឺខ្ញុំបានបង្កើត folder មួយហើយនិង file មួយទេអញ្ចឹងវាមានតែពីរ text នៅលើហ្នឹងអញ្ចឹងវាមកបង្ហាញបានប៉ុណ្ណឹងហើយបន្តទៅទៀតយើងនឹងមកធ្វើការឆូត file មួយហ្នឹងអញ្ចឹងទៅលើ folder sorry យើងត្រូវការវាយដាក់ cd ហើយដាក់ folder យើងមកតមកយើងត្រូវការដាក់ slash មកឥឡូវយើងចូលនៅលើ folder ហ្នឹងហើយយកពី alright ឃើញយើងចូលមកខាង folder ហ្នឹងទៅអស់លើហ្នឹងហើយមកយើងចង់ចេញយើងអាចវាយពាក្យថា cd ដក clear មកហើយចុចវាចេញបានហើយអញ្ចឹងយើងចេញ folder ហ្នឹងហើយអូខេបន្តទៅទៀតគឺយើងនឹងធ្វើការ copy មកថាខ្ញុំចង់ copy file នេះឥឡូវខ្ញុំដាក់ list sorry ខ្ញុំបាយខុស alias អូខេយើងធ្វើលក្ខណៈថាខ្ញុំចង់ copy file មួយនេះដាក់ចូលក្នុង folder ហ្នឹងតែយើងធ្វើបែបម៉េចឥឡូវយើងធ្វើការឆែកទៅលើ folder ហ្នឹងសិនថាតើក្នុង folder ហ្នឹងគឺមានអីអត់អញ្ចឹងយើងដាក់ cd folder ហើយយើងដាក់ ls មកអញ្ចឹងមានន័យថាខ្ញុំដាក់ ls នេះគឺខ្ញុំធ្វើការឆែកទៅមើលថាតើ folder នៅក្នុង folder ហ្នឹងមាន file ឬក៏ឯកសារអីអត់តែឥឡូវនេះជាក់ស្ដែងគឺវាអត់មានទេព្រោះតែយើងទៅបង្កើតហើយយើងអត់បានទៅកើត file អីនៅក្នុងហ្នឹងទេអញ្ចឹងក្នុងលក្ខខណ្ឌនេះគឺយើងចង់ធ្វើការ copy file ដែលយើងបានបង្កើតនោះឈ្មោះថា file name.txt គឺចូលមកកាន់ folder មួយហ្នឹងអញ្ចឹងឥឡូវនេះយើងធ្វើការចេញវាសិនមក cd dot ទៅមកហើយយើងធ្វើការ copy យើងអាចធ្វើការប្រើ command cp ហើយវាយឈ្មោះ file យើងឲ្យត្រូវមក name បើយើងវាយខុសគឺវាអត់ចូលទេព្រោះថាយើងអត់មានអញ្ចឹងយើងវាយឲ្យត្រូវហើយយើងដក clear មួយទៀតយើងវាយទៀតឈ្មោះ folder name របស់យើងមក folder ដែលយើងបានចង់ copy ដាក់អញ្ចឹងក្នុង situation វិញនេះគឺខ្ញុំចង់ copy ដាក់ក្នុង folder name របស់ខ្ញុំហើយយើងអាចចុចទៅហើយធ្វើការ enter អូខេឥឡូវវារួចរាល់វាត្រឹមត្រូវអញ្ចឹងចង់ដឹងថាតើក្នុង folder ហ្នឹងពិតជាមានមែនអត់យើងវាយ cd ហើយវាយទៀតថាហើយយើងវាយ ls អូខេឥឡូវ file ហ្នឹងចូលមកកាន់នេះយើងបាន copy file ហ្នឹងចូលមកក្នុង folder name របស់យើងហើយអញ្ចឹងនេះជា comment ដែលយើងអាចធ្វើការ copy ហើយនឹងឆែកមើលបានទៅការថាទៅយើងចង់ដឹងថាក្នុង folder របស់យើងនឹងមានអត់មានឯកសារឬអត់អីចឹងទៅហើយយើងនេះខ្ញុំឧទាហរណ៍ថាខ្ញុំ copy គឺខ្ញុំចូលបានថ្នឹងអូខេបន្តទៅទៀតគឺយើងគឺអូម៉ានថាខ្ញុំចង់ឆែកមើលតើ file មួយហ្នឹងគឺវាពិតជាទិន្នន័យដែលយើងបានសរសេរមិនណានៅក្នុង file ហ្នឹងតើវាមកទាំងអស់អត់អញ្ចឹងយើងធ្វើការវាយមកជា cat យើងប្រើ command cat ដូចយើងមិញហ្នឹងហើយ cat វាយវាថា file name .txt យើងវាយចូលមកនេះអញ្ចឹងគឺអត់មានបាត់ឯកសារយើងទាំងអស់គឺអត់មានបាត់ទេអ្វីដែលយើងបានសរសេរនៅក្នុង file ហ្នឹងគឺយើងបាន copy វាមកទាំងស្រុងមកទាំងអស់អញ្ចឹងវាអត់មានបាត់ទេអូខេអូម៉ែថាយើងចង់ធ្វើការbackup ចង់ធ្វើការ backup ណាbackup file ហ្នឹងនៅក្នុង folder មួយហ្នឹងអញ្ចឹងយើងធ្វើការវាយពាក្យថា cp file name sorry ហ្នឹងហើយត្រូវ file name ខ្លាយ second ជាខ្លាយច្រឡំអូខេ file name ហើយ .txt ហើយដក clear មកហើយយើងដាក់ file backup របស់យើងអញ្ចឹងយើងដាក់ថា file name .txt dot backup 2 ak
អូខេហើយយើងថា enter អូខេ comment not found បាយខុសកន្លែងណាចេះគឺខ្ញុំធ្វើការវាយបន្ថែមម្ដងទៀតអូខ្ញុំវាយខុសកន្លែង CP វាយ CO អូខេ CP name PHP name PHP RE អូខេយើងបាន backup វាហើយអញ្ចឹងយើងធ្វើការ check វាមក ls នេះជា file backup របស់យើងហើយនេះជា file sin យើងបាន copy ដាក់ចូលក្នុង folder អូខេបន្តទៅនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបក្នុងការ remove folder ម្ដងមិញហ្នឹងខ្ញុំបង្ហាញពីរបៀបក្នុងការ file remove អីចឹង copy backup អូខេឥឡូវយើងធ្វើការចូលមកកាន់ធ្វើការ remove folder មកយើងចង់ remove folder អញ្ចឹងឥឡូវយើងធ្វើការចេញសិនណាអូខេវាចេញហើយនេះឥឡូវគឺខ្ញុំមាន folder មួយហើយនឹង file មួយអញ្ចឹងអូម៉ាថាខ្ញុំចង់ remove folder តើយើងត្រូវបត់មិនអញ្ចឹងយើងត្រូវ code មួយដែលមានឈ្មោះថាអឺ om directory កូដហ្នឹងដើម្បីធ្វើការ remove folder អញ្ចឹងខ្ញុំអត់ទាន់ចង់ remove folder name ខ្ញុំទេខ្ញុំចង់កើត folder ថ្មីដើម្បីឧទាហរណ៍ឲ្យគ្នាយើងមើលអញ្ចឹងអូខេខ្ញុំធ្វើការបង្កើត folder ថ្មីមកអឺដាក់ថា omk directory ដាក់ថា testing អញ្ចឹងទៅហើយយើងធ្វើ enter ទៅហើយអូខេអញ្ចឹងយើងបាន testing folder ឈ្មោះ testing អញ្ចឹងខ្ញុំធ្វើការ remove មកពាក្យថា directory ហើយដាក់ថា testing ធ្វើម៉េចឲ្យវាយឲ្យត្រូវគ្នាវាយខុសវាអាចនឹងបានទៅដល់ឬក៏អាចថា remove ឲ្យបានជោគជ័យអូខេគេត្រឹមត្រូវអញ្ចឹងយើងចង់ដឹងថាវាបាត់អត់បាទប៉ុន្តែអ្វីដែលយើងអត់ដឹងច្បាស់ដំបូងដែលពេលយើងចុច remove ទៅហើយយើងត្រូវការធ្វើការ run ILS ដើម្បី check មើលអញ្ចឹងវាពេលខ្លះយើងអាចថាយើងអត់ដឹងអញ្ចឹងដើម្បីឲ្យយើងមានភាពងាយស្រួលក្នុងការដឹងថាអូតើការពេលយើង remove ទៅវាបានជោគជ័យអត់អញ្ចឹងយើងអាចមាន comment មួយទៀតដែលយើងអាចពេលយើង remove ទៅវានឹង alert message ប្រាប់ថាអូឥឡូវបាន remove អាហ្នឹងចេញហើយឬក៏ folder ហ្នឹងចេញហើយឥឡូវយើងធ្វើការបង្កើត folder ហ្នឹងម្ដងទៀតហើយខ្ញុំធ្វើការ remove ទៅតាមកូដថ្មីមួយទៀតជាពេលដែលយើង remove ទៅវានឹង load ជា message ចាប់វិញអញ្ចឹងខ្ញុំដាក់ testing ដដែលមកហើយដើម្បី remove នឹងបានយើងឲ្យមាន message alert ដាក់ថាពីom direct ហើយដក2ហើយដាក់ឈ្មោះ folder ហ្នឹងមកវានឹង load message ប្រាប់យើងនេះremove directory testing អញ្ចឹងវាយើងដឹងថាអូយើងបាន remove វាជោគជ័យហើយព្រោះមាន load message អញ្ចឹងយើងថា check វាមកនេះបាត់ហើយគឺនៅសល់តែពី folder មួយហើយយក file មួយរបស់យើងអញ្ចឹងយើងអាចប្រើពី comment មួយហ្នឹងបានបើយើងអត់ចង់ឲ្យមាន message load យើងអាចប្រើ comment ទី1ដែលយើងប្រាប់បើយើងចង់បាន message load គឺប្រើ comment ទី2អូខេបន្តទៅទៀតខ្ញុំចង់បង្ហាញកូដមួយទៀតដែលវាក្នុងការធ្វើការ remove folder ដែរប៉ុន្តែលក្ខខណ្ឌមួយនេះគឺនៅក្នុង folder ហ្នឹងវាមាន file អ្វីដែលខ្ញុំបានបង្ហាញថា remove folder មិញហ្នឹងគឺ remove folder ដែលវានៅក្នុង folder ហ្នឹងគឺវាទទេលវាអត់មាន file អត់មានឯកសារអីទេអាហ្នឹងយើង remove តាមកូដទាំងពីរហ្នឹងបាទ remove ទៅបាទចុះអូមកថាលក្ខខណ្ឌនេះដែលខ្ញុំបានមិញ folder នេះ folder name ខ្ញុំហ្នឹងគឺមាន file នៅខាងក្នុងហ្នឹងដោយថាខ្ញុំប្រើ file នេះពីរនេះខ្ញុំបានបង្កើតមិញនៅក្នុង folder ហ្នឹងណាមាន backup មួយហើយនិង file ដែលយើងបាន copy ពីក្រៅមួយចូលក្នុងអញ្ចឹងវាមានពីរ file អញ្ចឹងឥឡូវខ្ញុំសាកឲ្យគ្នាយើងមើលថាអូឥឡូវខ្ញុំប្រើកូដមួយហ្នឹងខ្ញុំចង់ remove folder មួយហ្នឹងតើវា remove បានអត់ឥឡូវដាក់ថាom directory
đã thá rồi này hay dần thở này nàyยังเคยការ remove គឺ remove អត់បានជោគជ័យទេហើយវា fail to remove ព្រោះថានៅក្នុង directory ហ្នឹងគឺមិន empty មានន័យថាមិន total បើ total ប្រើកូដ remove មួយហ្នឹងគឺនឹងបានផលប៉ុន្តែបើវាមិន total ទេប្រើកូដមួយហ្នឹងអត់បានផលទេអញ្ចឹងយើងចង់ដឹងថាអូតើវា remove បានអត់គឺអត់បានទេនេះមក file នៅដដែលហើយខាងក្នុង folder ហ្នឹងគឺក៏អត់មានប័ណ្ណណាដែរព្រោះថាប្រើកូដវានឹងអត់បានអញ្ចឹងដើម្បីអាចធ្វើការ remove បានយើងមានកូដមួយទៀតដែលដើម្បីក្នុងការ remove បើថាមានទោះតែមាន file ក៏ដោយក៏ remove បានដូចគ្នាអញ្ចឹងយើងប្រើកូដមួយដាក់ថា om ដក clear ដាក់ថាដក rv ដក clear មកហើយវាយឈ្មោះ folder ហ្នឹងមកអញ្ចឹង folder name អញ្ចឹងទាំង folder ទាំង file ខាងក្នុងទាំងអស់គឺនឹងត្រូវ remove ចេញទាំងអស់លើជាប្រើដោយប្រើកូដមួយនេះអញ្ចឹងយើងចង់ដឹងថាតើវា remove ពិតមែនអត់ទេបាត់ហើយអញ្ចឹងបើគ្នាយ៉ាងណាគាត់ចង់ប្រើកូដ remove នៅ file ឬក៏ folder អីដែលចេះថាមានក្នុង folder ហ្នឹងវាមាន file ឬក៏ឯកសារនៅក្នុងហ្នឹងយើងចង់ remove ទាំងអស់ដោយមិនចង់បានចូលទៅ remove ម្ដងមួយហើយចាំលុប file អស់ហើយចូលចេញមកលុប folder ក្រោយអញ្ចឹងណាយើងវាយូរអញ្ចឹងដើម្បីអាចឲ្យលឿនយើងប្រើកូដតែមួយខ្សែនេះទៅចប់រួច remove តែម្ដងបានតែ file ខាងក្នុង folder ហ្នឹងមួយនឹង folder ហ្នឹងតតែម្ដងអញ្ចឹងមានភាពងាយស្រួលហើយលឿនរហ័សអូខេបន្តទៅទៀតគឺខ្ញុំចង់បង្ហាញគ្នាយើងតទៅកូនមួយគឺតទៅនឹងការ rename ការ rename file របស់យើងណាអូខេប្រហែលថាខ្ញុំចង់ rename full file របស់យើងនេះឥឡូវខ្ញុំឆែកមើលថា set and yeah sorry white code ដាក់ថាខ្ញុំភ្លេចអត់និយាយ set file name អត់និយាយទេយើងចង់មើលថា file យើងនេះមានទិន្នន័យឯកសារដែលយើងបានបញ្ចូលហ្នឹងគឺនៅក្នុង file ហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញនោះគឺតែទៅនឹងកូដធ្វើការ rename ឈ្មោះ file របស់យើងនេះ file name នេះចង់ rename វាចេញដាក់ឈ្មោះផ្សេងអញ្ចឹងណាតើការ rename មួយហ្នឹងតើពេលយើង rename ទៅតើវាបាត់ឯកសារអត់ចឹងឥឡូវនេះខ្ញុំឆែកឲ្យគ្នាមើលថាឯកសារយើងនៅធម្មតាចាំមើលនៅតបពីការ rename ហើយតើវាបាត់អីអត់អញ្ចឹងកូដនោះគឺដាក់ថា mv file name .txt ហើយដក clear មកហើយយើងវាយឈ្មោះ file ថ្មីរបស់យើងមក file name ដដែល 2.txt ហើយយើងវាយពីនេះ file យើងបាន rename ដល់ជោគជ័យហើយយើងចង់ឆែកមើលថាតើក្នុង file ហ្នឹងវាបានផ្លាស់ប្ដូរឬក៏មានអីជាលើកមុនអត់យើងឆែកមើលអូខុសខ្ញុំវាយខុសច្រឡំវាយចាស់ file name អត់នេះអ្វីទាំងអស់នៅក្នុង file ហ្នឹងគឺនឹងមិនផ្លាស់ប្ដូរទេអញ្ចឹង comment មួយនេះគឺគ្នាយើងអាចធ្វើការប្រើប្រាស់បាននៅពេលដែលគ្នាយើងចង់ធ្វើការ rename ទៅលើឈ្មោះ file អញ្ចឹង file basic foundation code គឺមានតែប៉ុណ្្នឹងតទៅទៀតគឺខ្ញុំនឹងមកអ្នកគ្នាពីរបៀបក្នុងការប្រើប្រាស់កូដ hardware monitor អញ្ចឹងអូខេអូខេបន្តទៅនេះយើងខ្ញុំបង្ហាញពីកូន hardware monitor ដែលកូដទី1គឺប្រហែលថាយើងចង់បង្ហាញចង់មើលតើទៅនឹង check មើលពី comment CPU យើងប្រហែលថាយើងឆែកមើលគឺដាក់ថា ls CPU យើងថា enter នេះវាមកបង្ហាញហើយអញ្ចឹងយើងអាចធ្វើការ scroll ឡើងលើទៅយើងបង្ហាញថាអូ CPU យើងមិនបាន core អញ្ចឹងណាក្នុងលក្ខខណ្ឌនេះគឺខ្ញុំមាន boot core ហើយនេះ family ខ្ញុំមាន2អញ្ចឹងអានេះជាហើយ CPU brand របស់ខ្ញុំនេះ Gen i5 ចំណុចទី12
500 haចឹងអានេះជាreview របស់ខ្ញុំជាចំណុចreview ហើយនឹងចំណន់បងអញ្ចឹងវានឹងមកបង្ហាញព័ត៌មានតទៅ CPU ទាំងអស់នៅក្នុងហ្នឹងអញ្ចឹងនេះជា comment ដែលយើងប្រើសម្រាប់ចែក CPU ហើយមួយទៀត comment មួយទៀតគឺជា comment ក្នុងការឆែកមើលព័ត៌មានអញ្ចឹងណាមានដូច task manager របស់យើងអញ្ចឹងយើងដាក់ថា top ហើយវានេះចេញមកយើងប្រើ comment top top ហ្នឹងហើយយើងវាចេញមកគឺដូច task manager មែនតើអញ្ចឹងយើងខ្ញុំបើក task manager ឲ្យមើលទេនៅក្នុង Windows យើងគឺមាន task manager យើងវាចេញបែបហ្នឹងហើយនៅពេលដែលយើងប្រើ monitor code ហ្នឹងគឺវាចេញបែបនេះឃើញអត់ដូចគ្នាចេញ load នងតិចទៅនេះថាដូច task manager អញ្ចឹងអូខេបន្ទាប់ពីយើងបានឃើញបែបនេះគឺយើងមើលទៅវាខ្មៅសអត់មានពណ៌អត់មាន color អត់មានអីហើយអត់អាច sort បានអត់មានអីយើងអាចធ្វើការបានស្រួលដូចក្នុង task manager ឯងក្នុង task manager មកថាយើងចង់ធ្វើការ enter ឬក៏ fill វាចេញអញ្ចឹងយើងអាចចុចលើវាហើយយើងបានអញ្ចឹងហើយកន្លែងនេះគឺយើងអត់អាច sort វាដាក់វាតូចធំទៅតូចអញ្ចឹងបានទៀតអញ្ចឹងអត់កើតទេអញ្ចឹងដើម្បីអាចធ្វើឲ្យវាកើតបានយើងចុចអូខេយើងធ្វើការ update មុនសិនឥឡូវយើងខ្ញុំធ្វើការ update សិនណាដូcomment update គេដាក់ថាដូអឺ API APT update អញ្ចឹងខ្ញុំធ្វើការ update សិនមកហើយយើងវាយចូល password ទៅហើយយើងឲ្យវា update សិនដើម្បីឲ្យវាមាន package ថ្មីយកមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងតទៅពីការ update ហើយយើងប្រើ comment មួយទៀតគឺការ install Hacktop ព្រោះថានៅពេលយើង install Hacktop ទៅវានឹងចេញស្អាតជាងមួយហ្នឹងវាមាន color វាមានអាចធ្វើការអឺ sort ពីធំទៅតូចធំហើយយើងអាច select ធ្វើការ kill ឬក៏ enter វាបានទៅលើដូចនឹង task manager ដែរអញ្ចឹងឥឡូវយើងធ្វើការ install ទាំងអស់យើងប្រើពាក្យថា sudo apt ហើយនឹង install hop អញ្ចឹងវានឹងធ្វើការ install ហើយអូខេបន្ទាប់ពីការ install រួចចប់យើងអាចធ្វើការ check មើលដាក់ថា Hacktop មកនេះយើងឃើញមានភាពខុសគ្នាពីការយើងឆែក top មិញគឺវាអត់មាន color អត់មានអីហើយអានេះយើងមាន color ហើយយើងអាច sort បានទេយើង sort ពីធំទៅតូចពីតូចទៅធំយើងមើលឃើញ color វាអាចពីជាងមុនហើយយើងអាចធ្វើការ enter វាទៅតាមយកដោយប្រើលេខនេះយើងវាយបញ្ចូលលេខហើយយើងការ search ទៅមើលអីក៏បានដែរនេះអាចធ្វើការ search អីបានធ្វើអីក៏បានដែរស្រេចយើងហើយយើងអាចធ្វើការយកទៅ kill បាននេះទៅពេលដែលយើងវាយលេខអត់ហើយយើងចង់ប៉ុណ្ណឹងយើងវាយលេខអាហ្នឹងទៅយើង kill ទៅលឿនមែនតើវាយចេះហើយយើង kill ទៅតែយើងបើយើងចង់ kill តែឥឡូវក្នុងលក្ខខណ្ឌខ្ញុំក៏អត់ទេខ្ញុំអត់មានទឹក kill អីទេដាស់ទេហ្នឹងហើយអូខេតបមកគាត់ទៅធ្វើការចុចចេញបានចប់ស្រួលមានភាពងាយស្រួលមែនតើខុសពីអឺមិញអាមួយនោះវាមានរាងខ្មៅសអញ្ចឹងណាអប់មុនហ្នឹងវាមានតែខ្មៅសតែនេះយកបាន install Hacktop វាមាន color វាមាន feature មួយចំនួនដែលយើងអាច useful ក្នុងការប្រើប្រាស់ជាងមុនអូខេបន្ទាប់ទៅមុខទៀតខ្ញុំធ្វើការ quit វាមកហើយcomment បន្តទៀតគឺខ្ញុំចង់បង្ហាញពី comment ពីក្នុងការឆែក memory ហើយនឹងរបស់យើងអញ្ចឹងយើងថា free enter thì វាមកបង្ហាញមកហើយform របស់យើងជាមួយនឹង memory វាគិតជាបាយអញ្ចឹងវាមើលទៅច្រើនអញ្ចឹងក៏មិនថាយើងចង់មើលអញ្ចឹងទេព្រោះថាវាច្រើនពេកបាក់យកគណនាចេះយកវាជាពិបាកអញ្ចឹងយើងចង់ដឹងជា gigabyte វិញតើយើងចង់បែបម៉េចអញ្ចឹងយើងបែរ comment free ដក hash មកអញ្ចឹងយើងវាយ enter នេះចេញជា gigabyte ស្រួលទៅជាងមុនអញ្ចឹងនេះវាចេញជាតើ 3G អញ្ចឹងទៅបានមេប្រហែលទៅអញ្ចឹងយើងមើលមានភាពងាយស្រួលមើលមែនតើអញ្ចឹងបើយើងមើលលទ្ធផលមួយនេះហើយនឹងលទ្ធផលនេះបើយើងប្រៀបទាំងគ្នាយើងលទ្ធផលខាងក្រោមនេះគឺយើងមើលទៅឃើញមានភាពងាយស្រួលជាងយ៉ាងលើអញ្ចឹងណាអញ្ចឹងនេះជា comment ដែលយើងអាចប្រើប្រាស់បានដើម្បីឲ្យ
ការឆែក memory របស់យើងហ្នឹងទៅមានភាពងាយស្រួលអញ្ចឹងយើងប្រើ free ដកអាទៅហើយវាអាចចេញឃើញជាផលិតផលមួយដែលយើងមើលទៅយើងឆាប់យល់ហើយនឹងយល់ជាងនៅពេលដែលយើងប្រើ comment free ទៅទេអូខេហើយកូនបន្តទៀតគឺបើអូមិនហើយយើងចង់មើល disk របស់យើងវិញធ្វើចំនួន disk ឬក៏អីរបស់យើងដាក់ ds គេ enter មកអញ្ចឹងវានឹងចេញមកហើយនេះចេញមក disk យើងមានខ្លះអញ្ចឹងណាហ្នឹងហើយប៉ុន្តែវាដូចតែលើដែរវាចេញជាបាយវាគិតជាបាយអញ្ចឹងណាដើម្បីអាចឲ្យវាស្រួលមើលដូចនឹងរបស់យើង free មិនអញ្ចឹងគឺគេធ្វើដូចគ្នាទេយើងវាយចំនួន ds មកដកហាស់មកហើយយើង enter វានឹងគិតជា gigabyte ហើយនឹង megabyte យើងហើយអញ្ចឹងយើងមានយើងមើលទៅយល់ជាមុនហើយយើងងាយស្រួលដឹងថាអូអានេះប្រហែលមេអានេះប្រហែល G អានេះប្រហែលអញ្ចឹងទៅអញ្ចឹងវាមានភាពងាយស្រួលបើយើងទៀងទាត់ថាអូយើងប្រៀបថានេះហើយនឹងខាងនេះតាមមួយណាងាយស្រួលមួយជាងគាត់ជាខាងនេះហើយអញ្ចឹងបើគ្នាណាគាត់ចង់ប្រើ comment ដើម្បីឆែក disk អាចប្រើ comment មួយបានណាអូខេបន្តទៅទៀតខ្ញុំចង់បង្ហាញ comment ពី kill មិញហ្នឹងខ្ញុំបង្ហាញថាអូ kill យើងចង់តែធ្វើការ select kill អញ្ចឹងណាតែបើយើងចង់ប្រើជា comment វិញតើយើងប្រើបែបម៉េចអញ្ចឹងយើងចូល head top អូខេឥឡូវនេះគឺជា processor ដែលយើងវាតារានណាអញ្ចឹងមកថាខ្ញុំចង់លុបតេតងនឹង100នេះកន្លែង file មួយនេះ1028ចង់លុបអញ្ចឹងយើងអាចធ្វើការ search វាទៅមកថាចង់លុបអីយើង search ហ្នឹងដាក់ឈ្មោះគិតអញ្ចឹងទៅយើងចង់លុប APISIT អញ្ចឹងទៅនេះវា search មកហើយអញ្ចឹងក្នុងពិសិដ្ឋហ្នឹងវាមានច្រើនអញ្ចឹងយើងចង់លុបអីវាអត់ជាច្បាស់ទេអញ្ចឹងដើម្បីអាចច្បាស់យើងធ្វើការមួយកូដអញ្ចឹងដើម្បីអាចប្រើកូដបានយើងគាត់គិតមកហើយអូម៉ានហើយមិញដាក់ដូចប៉ុន្មាន1028ហ៎អូខេអញ្ចឹងយើងដាក់កូដនេះយើងដាក់ថា kill ដក9ហើយព្រាមមកដាក់ថា1028អញ្ចឹងយើងធ្វើឲ្យការ enter វានឹងធ្វើឲ្យ remove វិញវាអត់មានអឺ message អីទេតែខ្ញុំករណីនេះខ្ញុំអត់ចង់ remove ទេខ្ញុំគាត់បង្ហាញកូដដែលអាចធ្វើការ remove បានហើយមួយទៀតកូដដែលយើងចង់ថាអូចង់ remove ភ្លាមហ្មងដោយមិនចាំបាច់ចូលទៅក្នុង head top យើងអាចប្រើជាមិនកូដមួយទៀតដែលយើងវាយពាក្យថា p kill អឺដក9ហើយវាយឈ្មោះតែម្ដងវាយឈ្មោះកម្មវិធីមកថាខ្ញុំចង់ជួយវិញចិត្តហើយអូខេដាក់ចិត្តចិត្តទៅអញ្ចឹងយើងធ្វើ enter វានឹង remove ហើយអញ្ចឹងមិនមែនថា file ឈ្មោះអីយើងវាយឈ្មោះហ្នឹងអាបាញ់មិញនេះកូដអាបាញ់មិញមុនហ្នឹងគឺយើងធ្វើការ kill ទៅតាមលេខកូដវាហើយលើកនេះយើងធ្វើការ kill វាទៅតាមឈ្មោះវិញអញ្ចឹងពីរកូដហ្នឹងយើងអាចធ្វើការជ្រើសប្រើប្រាស់មួយទៅបើយើងចង់តាមឈ្មោះយើងប្រើកូដនេះបើយើងចង់ remove តាមលេខយើងប្រើកូដទៀតអញ្ចឹងមានភាពងាយស្រួលមែនតើអូខេអញ្ចឹងវីដេអូហ្នឹងគឺដូចមានតែប៉ុណ្្នឹងឯងគឺមួយcode monitor ជាមួយនឹង basic command foundation របស់យើងគឺមានតែប៉ុណ្្នឹងអញ្ចឹងជួបគ្នា part ទី5ទាំងអស់គ្នាហើយជួបគ្នានៅវីដេអូក្រោយបាយអូខេតែមុននឹងឈប់ខ្ញុំសូមធ្វើការបិទវា shut down សិនមកអឺ
អូខេ hello ក៏ជាជំរាបសួរសួស្តីអ្នកគ្នាថ្ងៃស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតហើយនៅក្នុងវីដេអូហ្នឹងយើងមកនិយាយអំពី Linux user management ដែលជាជំនាញមួយដែលវាល្អចំពោះអ្នកLinux administrator អញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលទៅកាន់អឺវាក្នុងការសិក្សាទៅទៅនឹងជំនាញមួយហ្នឹងបងប្អូនអូខេតោះដំបូងគឺខ្ញុំធ្វើការប្រើប្រាស់ទៅលើ Oracle VirtualBox ដូចតាវីដេអូពីមុនដែរហើយនៅក្នុងនេះគ្នាយើងអាចធ្វើការតម្លើងឬក៏អាចទៅមើលវីដេអូខ្ញុំដែលខ្ញុំរបៀបក្នុងការតម្លើងវាទៅបើគ្នាយើងអត់តន់មានព្រោះថាសប្តាហ៍គឺខ្ញុំប្រើទៅលើ Windows អញ្ចឹងហើយខ្ញុំធ្វើការបង្ហាញអ្នកគ្នានៅលើ Visual Box វិញអញ្ចឹងណាហ្នឹងអូខេហើយយើងធ្វើការចុចបើកវាមកវានឹងបោចេញក្នុងបែបហ្នឹងហើយដល់មកយើងធ្វើការ login user របស់យើងទៅហើយបន្ទាប់មកយើងធ្វើការវាយ password ហើយ tag IP យើងអាចយកវាមកដាក់នៅក្នុង PowerShell ដូចរបស់ខ្ញុំបានបង្ហាញហ្នឹងហើយពេលយើងវាយ IP dot clear A ហ្នឹងណាគ្នាយើងធ្លាប់ឃើញវីដេអូខ្ញុំពីមុនហ្នឹងខ្ញុំបង្ហាញកន្លែងផងហ្នឹងដែរហ្នឹងហើយតែខ្ញុំអត់បានជាបកស្រាយតែក្នុងវីដេអូនេះខ្ញុំបង្ហាញប៉ុណ្ណឹងហើយខ្ញុំបកស្រាយតិចតួចទៅមកឲ្យគ្នាយើងមានច្បាល់អូខេហ្នឹងហើយតបមកខ្ញុំដាក់វាធំទៅនោះមើលអត់ហើយដំបូងគឺយើងចង់ដឹងថា user យើងឥឡូវនេះបើខ្ញុំចង់ដឹងសិនចឹងដាក់ថា who am I អត់ហើយចឹង user ខ្ញុំដំបូងនេះគឺខ្ញុំខ្ញុំគឺអត់ហើយឥឡូវខ្ញុំធ្វើការផ្លាស់ប្ដូរទៅយើងដើម្បីអាចថាធ្វើការផ្លាស់ប្ដូរ user បានយើងធ្វើការcomment មួយដែលថា sudo user add ហើយបន្ទាប់ពីយើងដាក់ user add ហ្នឹងហើយយើងដក clear បន្តិចហើយយើងចង់ដាក់ឈ្មោះអីអញ្ចឹងសម្រាប់ខ្ញុំចង់ដាក់ឈ្មោះដាក់ citic អញ្ចឹងទៅព្រោះខ្លីហ៎វាចាំអញ្ចឹងណាដល់ឈ្មោះនៃស្រាខ្ញុំចប់វាអស់អញ្ចឹងទៅយើងដាក់ប៉ុណ្ណឹងហើយយើងធ្វើ enter ហើយវានឹង load comment បែបនេះបើសម្រាប់អ្នកគ្នានៅពេលដំបូងអញ្ចឹងណាអញ្ចឹងនិយាយថាគ្នាយើងដំបូងតែអត់ទាន់បាន install វាអញ្ចឹងទៅអូខេហើយវាដាក់ថា not found ហើយអញ្ចឹងនេះវា load កន្លែង try នេះអញ្ចឹងយើងធ្វើការចុចតាមវាមកចុចកន្លែង sudo ហ្នឹងសម្រាប់គ្នាយើងដំបូងណាហ្នឹងហើយដាក់ apt install អញ្ចឹងទៅហើយយើងធ្វើការ install អឺមកហើយយើង enter វាយ password ចុចធ្វើការឲ្យវា install អត់ឥឡូវវារួចរាល់ហើយអញ្ចឹងយើងធ្វើការវាយម្ដងទៀតមកវាយ sudo user ហើយខាងលើខ្ញុំវាយខុសទៀតកន្លែង sudo មាន d នេះគ្នាយើងវាចាត់ខុសហ្នឹងហើយដាក់ user ហើយ add ហើយដាក់មកនេះវាសម្រាប់ឈ្មោះខ្ញុំណាខ្ញុំចង់ដាក់ហើយខ្ញុំធ្វើការដូរពីឈ្មោះ set ទៅមកដាក់មក citic វិញអញ្ចឹងខ្ញុំតែ enter មកហ្នឹងវាចូលហើយអញ្ចឹងយើងអាចឆែកមើលថាទៀតគេហើយវាអូខេដូចគ្នានឹងឃើញអញ្ចឹងគឺវាអត់តន់ផ្លាស់ដូរទេអញ្ចឹងយើងអាចបន្តកូដយើងសិនទៅព្រោះតែយើងទីអញ្ចឹងហើយវាអាចថាយូរវីដេអូអញ្ចឹងខ្ញុំធ្វើការបន្តសិនអញ្ចឹងកូដដែលយើងបង្ហាញផ្សេងទៀតគឺខ្ញុំដាក់ថា cat បាទetc បាទ pass ហើយ wd ហើយទៅ enter មកវានឹងចេញព័ត៌មានតទៅនឹងផ្លាស់ប្ដូររបស់យើងហើយមកចំណុចទៀតនេះពេចនេះគឺជាកន្លែងដែលយើងបានផ្លាស់ប្ដូរហើយព័ត៌មានដែលយើងមានឈ្មោះពីមុនដែលយើងបានបង្កើតដាក់ឈ្មោះពីតិចហ្នឹងណាហ្នឹងហើយវាបង្ហាញក្នុងហ្នឹងហើយអូខេឥឡូវតទៅទៀតអូខេអញ្ចឹងតោះយើងខ្ញុំធ្វើការ clear សិនអញ្ចឹងដូចគ្នាបានឃើញអញ្ចឹងយើងបានមាន user ហ្នឹងហើយអញ្ចឹងយើងបន្តទៅទៀតយើងនឹងខ្ញុំបង្ហាញពីក្នុងការ delete វាម្ដងតែយើង delete វាបែបម៉េចអញ្ចឹងណាគឺខ្ញុំវាយអរិយបន្ទាប់ពីយើង clear មកហើយយើងវាយពាក្យដើម្បី delete វាបានយើងវាយទៅដូចគ្នាដូចនៅនឹងយើង add ដែរប៉ុន្តែដូរតែតិចតួចទេយើងដាក់ sudo user ហើយយកពាក្យថា del del គេមានស្មើពាក្យ delete អញ្ចឹង
hai đại số tích mà hay dương thực hiện thớ ok tỏ mò dương thực hiện check mơ đó head là etc là pass đi alright chân cái này dương bài cho ba khơi như vậy cái này bị lộ chỉ là no login hơi anh nói cứ dương mà thực hiện remove anh chụp cháy ấy ok tỏ lấy dương một thời ca ở home directory mà đọc đấy chẳng là dương là đọc nóដើម្បីអាចបង្កើត home directory បានយើងធ្វើការថា sudo user add ហើយយើងដូចគ្នាយើងដាក់គាត់ដាក់ដក home មកហើយដាក់គ្នាដាក់ទីតិចអញ្ចឹងកូនហ្នឹងយើងបានបង្កើត home directory ហើយយើងនិយាយ enter មកអូខេឥឡូវយើងមកឆែកមើលមកថា cat là et slash path ហើយដល់ UD ហើយយើង enter alright អញ្ចឹងគ្នាយើងបានឃើញនេះកន្លែងនេះអាមុនហ្នឹងក៏ដូចគ្នានៅពេលដែលយើងលុបពីការវាគឺវា load បែបអញ្ចឹងមានន័យនេះផងគាត់ថាឃើញកូនមួយ line ហ្នឹងគឺវាបានឲ្យយើងជោគជ័យបានបង្កើតហើយហ្នឹងហើយអូខេតោះឥឡូវយើងចូលមកមើលទាំងអស់គ្នាទៅថាតើខាងក្នុងហ្នឹងវាមានអីហ្នឹងណាអូខេនៅក្នុង home ហ្នឹងវាមានអីហើយមើលcd clear slash enter ហើយយើងដាក់ c តែមក clear slash ដាក់ home ហើយយើង enter ម្ដងទៀតអញ្ចឹងយើងចូលមក home ហើយអញ្ចឹងយើងអាចដាក់ថា ls មកយើងចែកមើលអូខេគ្នាបានឃើញនេះ user យើងមាន user របស់ខ្ញុំមួយហើយនឹង user ទីតិចដែលយើងបានបង្កើតហ្នឹងហើយដែលយើងបានបង្កើតនៅក្នុងហ្នឹងហើយអញ្ចឹងយើងបានបង្កើតមាននៅក្នុងហ្នឹងហើយអូខេ alright ឥឡូវយើងធ្វើចាំបីឥឡូវនេះគឺគ្នាយើងបានឃើញហើយពេលយើងចូលមិញហ្នឹងខ្ញុំបានឆែកទៅវាយើងនៅលើឈរលើ user យើងនេះពិសិដ្ឋនេះអញ្ចឹងយើងអូម៉ានហើយយើងចង់ switch មក user តិចវិញតែយើងចង់ switch ឲ្យមិនយើងមើលគេថា su ហើយនឹងដាក់ឈ្មោះតិចមកយើង enter ហើយវាយព្រោះថា password ស៊ូហ្នឹងគឺស៊ីតិចដូចជាយើងអត់មានទេបើយើងវាយ1 2 3ដូច user password user របស់ខ្ញុំក៏វាអត់ចូលដែរហ្នឹងហើយហើយតែ enter យើងនឹងចាំតិចឲ្យវានឹង load បែបនេះដាក់ថាស៊ូអឺ fail ហើយ failure ហ្នឹងហើយវាអញ្ចឹងវាអត់មាន password អញ្ចឹងយើងត្រូវការ set up password ថ្មីអញ្ចឹងដើម្បីឲ្យ password ថ្មីយើងដាក់ sudo pass ud ជាមួយហើយយើងដាក់ setting មកហើយយើង enter ម្ដងទៀតវានឹងឲ្យយើងវាយ password ថ្មីហើយអញ្ចឹងយើងអត់ដាក់ទៅណាពិបាកទេដាក់តែ1 2 3ទៅយកអស់បានហើយហ្នឹងហើយអញ្ចឹងខ្ញុំដាក់ password ថ្មីទៅ alright ធ្វើហើយយើងវាយម្ដងទៀតមកអូខេsorry password match អូខេខ្ញុំវាយខុសតិចតួចការវាយម្ដងទៀតសិនអញ្ចឹងហើយដូរអូខេ alright អូខេគ្នាបន្ទាប់ពីយើងបានធ្វើការវាយបញ្ចូល password យើងមករួចហើយយើងធ្វើការចូលswitch វាមកហ្នឹងហើយអញ្ចឹងយើងដាក់ u ពីតិចយើងវាយចេញមកហើយយើងដាក់ password មក enter អូខេឥឡូវនេះយើងធ្វើការឆែកមើលចង់ដឹងថាយើងលើ user អីចឹងណាយើងដាក់ website alright ឥឡូវយើងនៅលើ user ស៊ីតិចហើយ alright ហើយបន្ទាប់មកខ្ញុំចង់ធ្វើការ switch ទៅ user ខ្ញុំវិញអញ្ចឹងខ្ញុំដាក់ to ហ្នឹងហើយ enter ហើយ password alright អញ្ចឹងខ្ញុំមក user ខ្ញុំវិញហើយហ្នឹងហើយអូខេឥឡូវខ្ញុំធ្វើការ clear វាមកកុំឲ្យវាច្រើនពេកហើយខ្ញុំធ្វើការ clear បន្ទាប់មកយើងធ្វើការចូលទៅកាន់ CD ហើយយើងថយនឹងថយហើយយើងយក CD បាទបន្តទៀតមកហើយយើងដាក់ ls អញ្ចឹងយើងឃើញកន្លែងនេះហើយតិចទៅយើងនឹងធ្វើការចូលទៅកាន់ bin
rồiយើងចង់ដឹងថាវាបែបម៉េចចឹងអូខេឥឡូវយើងចង់ដឹងថានៅក្នុង bit ហ្នឹងមានអីខ្លះអញ្ចឹងយើងធ្វើការចុច cd ណា EIN មកអូខេវាចូលមកកាន់ bit នេះយើងចូលមកកាន់ bit នេះអញ្ចឹងយើងធ្វើការវាយ ls ឆែកមើលអរនេះអ្វីសិតតែជាព័ត៌មានឬក៏អាចថាទិន្នន័យនៅក្នុង bit ហ្នឹងទាំងអស់ហ្នឹងហើយចឹងវាមានច្រើនហើយយើងអាចដឹងថានៅក្នុង bit ហ្នឹងមានអីខ្លះចឹងណាហើយទិន្នន័យទាំងអស់ហ្នឹងគ្រាន់តែជាកូដមួយដែលយើងអាចយកមកប្រើប្រាស់បានចឹងណាវាមានច្រើនហើយដូចកូដ clear ដែលខ្ញុំសារប្រើបាញ់មិញហ្នឹងហើយហើយមានកូដ CMP វាមានច្រើនទៀតនេះកូដច្រើនមែនតើអញ្ចឹងគ្នាយើងអាចធ្វើការឆែកមើលថាចង់ប្រើមួយណាហើយនេះកូដ cache ដែលយើងប្រើមិញអញ្ចឹងនេះកូដ ASA ដែលយើងធ្វើការ login ហ្នឹងពេលយើង login ចូលមកកាន់PowerShell របស់យើងគឺខ្ញុំធ្វើការប្រើកូដមួយហ្នឹងហើយនឹងកូដមួយចំនួនផ្សេងទៀតដែលគ្នាយើងនេះកូដ HTML ដែលខ្ញុំតាមមិញឆែកបានឲ្យអ្នកគ្នាមើលហ្នឹងហើយយើងក៏ចេញពីកូដក្នុងនេះដែរអញ្ចឹងកន្លែងនេះគឺវាបង្ហាញកូដយើងប្រើហើយនេះ password នេះពី passwd នេះហើយអូខេឥឡូវយើងធ្វើការ clear មកអូខេឥឡូវយើងធ្វើការចេញមកដាក់ cd ហើយតោះមកយើងចង់ធ្វើការ remove តើតង user មិញម្ដងទៀតហើយ user setting យើងចង់រៀបអញ្ចឹងយើងដាក់ sudo user del ស្មើពាក្យ delete ហើយយើងដាក់អរអញ្ចឹងវាអត់ទាន់កើតទេនេះ user setting is currently using by the process នេះ process វាគឺ12.81អញ្ចឹងយើងត្រូវធ្វើការ kill វាសិនដើម្បីអាចធ្វើការ remove បានអញ្ចឹងដើម្បីអាច remove វាបានអញ្ចឹងយើង kill វាសិនអញ្ចឹងដើម្បីអាច kill បានយើងដាក់ sudo kill ហើយដាក់ដក4លេខធំជាងគេមកហើយដក clear យើងវាយ process យើងចូលហ្នឹង10.81អូខេអញ្ចឹងនេះយើងបាន kill វាដល់ជោគជ័យហើយអរការ clear អូខេ log out អូខេអញ្ចឹងឥឡូវនេះខ្ញុំធ្វើការបាន log out ចេញហើយអញ្ចឹងខ្ញុំធ្វើការ login ចូលម្ដងទៀតអញ្ចឹង SA ហើយខ្ញុំវាយធ្វើការវាយ user IP ខ្ញុំម្ដងទៀត IP គ្នាយើងអាចដូចខ្ញុំប្រាប់ពីក្បាលវីដេអូអញ្ចឹងនេះយក IP យើងខាងហ្នឹងនេះ IP ក្រោមអញ្ចឹងទៅតាម user ទៅតាម network ដែលគ្នាយើងប្រើបើខ្ញុំប្រើ Ethernet ជាខ្សែ network គ្នាយើងមួយចំនួនហៅអញ្ចឹង IP ខ្ញុំគឺផ្សេងអញ្ចឹងទៅបើគ្នាយើងប្រើ Wi-Fi គឺ IP អាចថាផ្សេងពីខ្ញុំអញ្ចឹងណាយើងមើលត្រង់ហ្នឹងដែរset អូខេហើយ password អូខេខ្ញុំចូលមកវិញចាអូខេឥឡូវយើងធ្វើការចូលមកឆែកវាចង់ដឹងថាវាលុបបាត់ដែរនៅអញ្ចឹងយើងដូចយើងវាមុនដែរមក cat pc បាទ អូខេអរហើយវានៅមានអញ្ចឹងយើងធ្វើការលុបម្ដងទៀតមកចូលចូលយកតិចយើងហើយវាយ password អរហើយយើងធ្វើការឆែកម្ដងទៀតបាទអូខេគ្នាយើងបានឃើញគឺបាត់ហើយអញ្ចឹងយើងបានធ្វើការ login បានជោគជ័យហើយធ្វើការ delete វាបានជោគជ័យអញ្ចឹងខ្ញុំធ្វើការ clear ស្រាប់អូខេឥឡូវយើងចង់មកឆែកមើលថាតើទិញវាមាននៅក្នុង directory របស់យើងអត់ចឹងយើងដាក់ឲ្យ c slash sorry គ្នាអូខេហើយយើងទៅដល់យើងវាយពាក្យថា ls អូខេអញ្ចឹងយើងឃើញគឺវានៅមានអត់ទាន់អស់ហើយអញ្ចឹងដើម្បីអាចធ្វើការ remove បានយើងប្រើ window ហើយយើងដាក់ om មានថាពាក្យថា remove ហើយដក clear ដាក់ដក ovs ដក clear បាទ
đại cho tịch. Ok. Đó. Alright, hello you thực ra check nó này liên quan đi một directly home năng hết, chỉ tình năng hết. Thì ta check lên nó. Ok, hello liên quan cái là một dương ba. Bây giờ thôi đi mốt đi miền, chẳng là giờ đi một hết vừa ba đây, chẳng. Yeah. Ok, là dương lời nếu như năng thực ra một cái chủ sở mỗi đại vềมีเพียงในส่วนชั้นบนให้อาจจะchủ sở mỗi đại về ở thì chủ bộ thì chủ sởเป็นที่จะมีเพียงไฟทางของตัวใจโค้ดmột cái đi ok là dương cái thì máu này hiện một đốm như là số rồi đã user add độ ấm độ s hay độ kia đã pin dương miền pin này còn miền pass rồi độ kia như là nó tiếp ok lấy chưa cô nói đại dương ai cho nhập theo user mỗi đại biểu ở thì phía có là vì còn toàn dương chống dương cái user nó quyền đại đợt lại thì user sinh chết ở đôi là sẽ đại dương mà tất cả một lần này enter check name yeah okay yeah add user can check là ở dương khởi nha nè rồi về dương mình đấy thì đại dương đấy bên và tăng về tiền thì user sinh dương về đại đợt lại và drop ok này alright ok lỡ dương chọn đơn thà ta dương chọn remove view bài mình chẳng cài remove cứ anh mình này giảm tỷ đôi trả một lần đấy thì lại là số user đi ở hay là state tỷ anh đi tới việc lần anh remove ấy chân chân đó ở đây bây giờ chạy cho anh chân ra quay số tôi connect head hay thì hay pha được đi cho tới hay giờ ở đây nè thì mình cứ chọn vào đây dương anh ra đi một đi tranh bàn thuộc đây vào đây ngày bị bắt vào đây ok ở đây dương thực ra check mờ tại vì miền nó rất là đấy trong viên ở miền thì toàn o thế trên là bài anh thì mua bán về đôi tầm một đấy thì là sudo âm độ ovs bỏ clear dòng ngoài là home này ra ở state nó này enter rồi cái này anh cơ dẫn và đi một là cái home ở state nhân hai là home ok nên thực ra check điểm đó thì nó ok là bạn bạn ta hỏi chân tua thời dân phải cao chữ sở bạn na câu dương ai thực ra para comment cô chữ sở o âm đọc kia đồ ovs đọc lia hay là đã location nó tầm bậy ai là dương bạn chân bên ta to tại đại trái hay cái dương bot bạc nó không location t hay dương rồi đi một tới và đã là home từ nhóm thế tầm bậy đi mua tới việc bạn ở thì to đã mơ thảo luận ta cái này thì giờ đi một nó viên được nông hôm tại đây mùi na chẳng dân chọn đừng rồi tại đừng lại location vào phía đừng bị ai thực hay đi phố mà chụp chơi chẳng bao nhiêu lực nông cạn này ní cứ nhung tiền nhung nắng cứ lực nông hồn mà ai thực này là home specific trong tự hay bờ nông lẽ khăn khác lý vì là nhá dân ai tạo location vào bây giờ và thực tế thì dân ai thực ra đi buộc việc này ok ở lỡ rồi nhung nông một và hai nè maybe cái việc nó cả một cái chữ số một và phê tiết là việc biên thiệp mà tập trung chúng muốn hỏi ai tham biên phiên ghi số chúng muốn hay luôn việc này hay là dương mời tao này đấy là dương thực ra tranh sẵn tí tranh một cái home nó hay dương thực ra quay biệt là số add user nó được muốn dương đại user add chẳng hạn hay là dương đại add user nó đại cho một để nó hay dương enter ok hay nè cái này bạn cười á np là dương quay hết phía ao dương cho password thay mày một chấn phía lươn lươn chẳng vậy là lươn bờ dương tiếp từ là cả và cả user fra code tìm mối hay TP chụp hình tìm mối hay chụp hình TP là dương man fra mình nè chấn vì miền phim như số lứa hay ta là dùng quay password chỗ nó mơ đó như vậy quay rồi đó hay anh ấy dùng quay tận đây mà ok hay là nếu dùng full name viên full name tiệt thì dùng ai đặt full name bo bây giờ giờ tiệt ok ở đây dùng nè để nhớ tới enter hay là nếu dùng bài chạm váy bật kia trong váy có bác này dùng trong váy đẩy đẩy cái này tại dưới tay sẽ làm nhôm nó nhỏ thì mình thời chào kiểu vậy
តែញ៉វាអត់ចាំបាច់ហើយយើងកន្លែងនេះយើងអាចវាយចឹងហើយយើង enter អូខេហើយយើងអាចធ្វើការ check មក check code pad របស់យើងនេះហើយយើងមកនេះ create បានឃើញនេះវាអត់ CTEX user name របស់យើង name full name របស់យើងហើយក្នុង home text bit ដូចគ្នាទេឃើញអាចថាខុសគ្នាតែនេះមិញហើយនឹងអាកន្លែងនេះអីដូចគ្នាឯងតែខុសគ្នាកន្លែងនេះវាមាន name របស់យើងនេះ name CTEX យើងវាយមិញណាហើយដូចគ្នាបានឃើញគឺវាមានភាពងាយស្រួលលឿនទៀតហើយយើងអាចបង្កើត password ភ្លាមៗមកមិនបាច់ចាំវាយពីតង់ដូចទី2មិនអីអូខេឥឡូវយើងបានប៉ុណ្ណឹងហើយយើងធ្វើការ login ចូលទៅកាន់ CTEX ហ្នឹងទៅ user CTEX ហ្នឹងហើយឥឡូវយើងថាចូល CTEX ចឹងមកយើង enter វាយ password ហើយអូខេយើងចូលហើយហ្នឹងហើយតែថាវល់មកឥឡូវឃើញទេយើងមុនហ្នឹងយើងចូលនៅលើ user set ឥឡូវយើងធ្វើការ switch មក user តិចហ្នឹងយើងប្រើមួយហ្នឹងអញ្ចឹងយើងអាចធ្វើការ check មួយទៀតយើងដាក់ cd ហើយយើងចេញសិនហើយយើងវាយពាក្យថា pwd នេះឃើញនេះគឺជាកន្លែង directory home ហើយតែយើងហើយយើងបាន move វាមកអញ្ចឹងអូខេឥឡូវយើងធ្វើការ switch user មកវិញមកហើយ sudo ដាក់ user ខ្ញុំអូខេហើយ password មកអូខេឥឡូវយើងដាក់ទីហើយចូលមកខ្ញុំអូខេហើយឥឡូវគ្នាយើងឃើញនេះខ្ញុំ switch បានមកវិញហើយ yes អញ្ចឹងយើងបានធ្វើការវាដូចជ័យហើយយើងចង់ឆែកមើលថាអឺជាអត់មានកន្លែងណាឆែកយើងហើយដាក់ហួរមកឲ្យគ្នាយើងបានហើយហើយមកហើយអត់ហើយគឺយើងបានមកវិញហើយ user យើងមកវិញមក user ចាស់យើងដែលខ្ញុំបានវិញអញ្ចឹងអានេះជា comment code ក្នុងការ switch user ទៅវិញមកតើ user យើងមានច្រើនអញ្ចឹងយើងចង់ switch ទៅណាទៅណីយើងដាក់ឈ្មោះ sudo ហើយដាក់ឈ្មោះ user យើងមកអូខេអញ្ចឹងអូខេអញ្ចឹងវាមានតែប៉ុណ្្នឹងហើយចូលហ្នឹងគឺខ្ញុំនឹងបានមកតាមបង្ហាញពីរបៀបក្នុងការបង្កើត user ទេអញ្ចឹងរបៀបក្នុងការបង្កើត user ខ្ញុំសរុបមកវិញ summary មកវិញគឺមានរបៀប3របៀបដែលខ្ញុំបានបង្ហាញអញ្ចឹងរបៀបទៅចុងក្រោយដែលខ្ញុំបានបង្ហាញបាញ់មិញហ្នឹងគឺជារបៀបមួយដែលវាលឿនហើយរហ័សហើយវាមានសក្តិជាងមុនអញ្ចឹងដូចគ្នាបានឃើញអញ្ចឹងគ្រាន់តែយើងការបង្កើតភ្លាមហើយគឺវានឹងទទួលបានភ្លាមហើយយើងអាចធ្វើការ log in ចូលប្រើប្រាស់ភ្លាមតែម្ដងហើយបើរបៀបទី2ហើយរបៀបទី1គ្នាយើងបានឃើញខ្ញុំធ្វើឲ្យមើលហើយគឺវាមានគ្រាន់តែបង្កើតហើយយើងត្រូវវាយកូដដើម្បីបញ្ចូល password ទៀតពីយូរតែបើកូដទី3ដែលយើងបង្ហាញហ្នឹងគឺយើងគ្រាន់តែធ្វើការវាយបញ្ចូលតែកូដតែប៉ុណ្្នឹងហើយវានឹង load ពួកយើងឲ្យយើងដាក់ password ដាក់ username អញ្ចឹងទៅអញ្ចឹងមានភាពងាយស្រួលហើយលឿនរហ័សហើយយើងទទួលបាន user ឆាប់រហ័សផងដែរអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយយើងនឹងទទួលបាននឹងយល់ពីរបៀបក្នុងការបង្កើត user ដល់ខ្លួនឯងហើយតែវាមានទស្សនវិជ្ជាចំពោះuser administrator អ្នកដែលគាត់មានផ្នែកហ្នឹងអញ្ចឹងនេះគាត់ជារបៀបក្នុងការបង្កើត user ទេហ្នឹងហើយអញ្ចឹងហើយអរគុណក្នុងការតាមដានទស្សនាវីដេអូហ្នឹងហើយស្គមអ្នកគ្នានឹងចាប់បានពីរបៀបក្នុងការបង្កើត user ហើយបើអ្នកគ្នាចូលចិត្តនៅវីដេអូហ្នឹងជួយចុច like ហើយនឹងជួយចិត្ត subscribe ហើយនឹងបើករូបហ្នឹងដើម្បីទទួលបាន notification មុនគេនៅពេលដែលខ្ញុំចាប់ផុសវីដេអូថ្មីៗបន្តទៀតអញ្ចឹងអូខេសូមអរគុណសូមជម្រាបហ្នឹងហើយអូខេបាយ